Chọn hai bộ mặt chất ngất đông prắm miệng từ ong quỳ một sân một trong đó đấng ham srok vô khiêu bò đi xuân cánh bàn sro lang khu cờ bờ trong chi tu tây lên còn kỳ bấy thân ngay trong tu tây oi thu xa trong bóng phết trong rất kịch đi slide hà đai mình choáng hiện ta rong ta luôn ai trong bên ai khi con thưa ơi có thưa bị tư từng luôn tha kê bỏ ra vì chỉ chắc khăn nắng kể tha cực cha cứ khuyên vô trốn kể thơ cứ khuyên kinh bền thang khi con
លេងសើចហើយឈ្មោះខ្ញុំថាជាក្រាន់មិនបានត្រូវជាស្វ័យនៅទៀតក៏ជឿទៅក៏ជឿទៅក៏ជឿទៅក៏ជឿធ្លាប់តែទៅបានក្នុងចិត្តនៅនៅគូទៅរូបស្រីចង់តាំងចិត្តស្អប់ចង់បាញ់ចង់ចង់ក៏មួយអ្វីចិត្តចង់រៃនៅតាមទៅថ្លៃឲ្យនឹកនឹកដល់ដល់ពេលណាដល់ថ្ងៃណាដល់ខែណាដល់ឆ្នាំណាជាប់ដល់ប្រឡប់ទាំងធ្វើការមកដូចដើមបើក្នុងពេលនេះវេលាទីម្នាក់នេះស្ទើរគ្មានដងហាមពីបាក់ប្រាប់អាចជាមិនដូចពីមុនណាស់ចង់ពេញហើយគេខំធ្វើអួយក៏ធ្វើពេលនេះទៅទាំងខ្លួនថាគេមករើវាជឿចង់ខ្លាំងណាស់គេថាគាត់យ៉ាងគឺខ្ញុំយល់ជ្រងគេថាគឺខ្ញុំគិតប្តេជ្ញាគេគ្រាន់លេងសើចហើយឈ្មោះខ្ញុំថាជាក្រាន់មិនបានត្រូវជាស្វ័យទៀតក៏ជឿទៅក៏ជឿទៅក៏ជឿទៅក៏ជឿធ្លាប់តែទៅបានក្នុងចិត្តនៅនៅគូទៅរូបស្រីចង់តាំងចិត្តស្អប់ចង់បាញ់ចង់ចង់ក៏មួយអ្វីចិត្តចង់រៃនៅតែទៅថ្លៃឲ្យនឹកនឹកដល់ដល់ពេលណាដល់ថ្ងៃណាដល់ខែណាដល់ឆ្នាំណាជាប់ដល់ប្រឡំទាំងធ្វើការបានដូចដើមបើក្នុងពេលនេះវេលានាងម្នាក់នេះស្ទើរគ្មានដល់ហាពីបាក់ជាមិនដូចពីមុនណាស់បើក្នុងពេលនេះវេលានេះម្នាក់នេះស្ទើរគ្មានដល់ហាពីបាក់ប្រាប់អាចជាមិនដូចពីមុនណាស់មានដែលយល់អារម្មណ៍មនុស្សម្នាក់នេះទេតែងតែល្អនឹងគេតែងតែប្រងើយអូនក៏ដឹងបងស្រឡាញ់តែអូននៅតែកូនតែបងហាញអង្ហើយចង់បានចង់ឡើយពីអូនប្រហែលជាបងនឹងមិនល្អគ្រប់មិនមានសំណាងបានក្រងបេះដូងឆោមឆាយយើងនៅចិនគ្នារាល់ថ្ងៃតែបេះដូងហាក់នៅឆ្ងាយសែនឆ្ងាយនាងបងហើយតើថ្ងៃណាអូនព្រមស្រឡាញ់ស្រឡាញ់គេតែម្នាក់ឯងសែនពីបាងអ្នកណាខ្លាំងយល់អារម្មណ៍មួយនេះដូចគេប្រងើយមិនខ្វល់ដល់ចិត្តមិនរួចបេះដូងស្រឡាញ់ខ្លួនសែនងប់ងល់នឹងគេមិនខ្វល់តែចិត្តមួយនេះនៅតែព្យាយាមស្រឡាញ់គេតែម្នាក់ឯងក៏ដឹងច្បាស់នៅតែអត់ធ្មត់តស៊ូសង្ឃឹមថ្ងៃណាមួយគេនឹងព្រមទូយូរប៉ុណ្ណាបេះដូងមួយនេះមិនចូលញោមចាំនៅក្បែរអូនចាំជួយមើលថែរូបពេលអូនត្រូវការបង
ត់ទុកចិត្តមុនឲ្យបដូរផ្លាំងឬមួយក៏រូបស្រីមានស្ងួនមានម្ចាំងតែមិនព្រមបង្ហាញឲ្យបងបានដឹងស្រឡាញ់គេតែម្នាក់ឯងសិនពីបានអ្នកណាខ្លះយល់អារម្មណ៍មួយនេះពេលគេប្រងើយមិនខ្វល់តចិត្តមិនរួចបេះដូងស្រឡាញ់មិនសែនងល់ដឹងគេមិនខ្វល់តែចិត្តមួយនេះនៅតែព្យាយាមស្រឡាញ់គេតែម្នាក់ឯងក៏នឹងច្បាំងនៅតែអត់ធ្មត់តស៊ូសង្ឃឹមថ្ងៃណាមួយគេនឹងព្រមទុំយូរណាបេះដូងមួយនេះមិនចូលញោមចាំនៅក្បែរអូនចាំជួយមើលថែរូបពេលអូនត្រូវការបងពេលអូនត្រូវការបង ហេតុផលមួយដែលមនុស្សគ្រប់គ្នាមិនអាចប្រកែកបានហើយសង្ឃឹមថាវាមិនមែនជាលេសសម្រាប់ការមានថ្មីយើងលឺស្ដាប់ម្ដងទៀតជាលេសសម្រាប់ការមានថ្មីហេតុផលមួយដែលមនុស្សគ្រប់គ្នាមិនអាចប្រកែកបានហើយសង្ឃឹមថាវាមិនមែនជាលេសសម្រាប់ការមានថ្មីបងទៀតពីខ្ញុំគេគិតសារច្បាស់តែខ្លួនគេស្ដាប់ហេតុផលមួយដែលមនុស្សគ្រប់គ្នាមិនអាចប្រកែកបានគឺហើយសង្ឃឹមថាវាមិនមែនជាលេសសម្រាប់ការមានថ្មីបើបងមិនល្អប្រាប់បងមកនេះឈឺចាប់ចាខ្ញុំលឺហើយហេតុផលមួយដែលមនុស្សមិនអាចតែក៏ពិតអងហើយអត់សេតទេបងពួតគាត់នាំសេតយំទៅនិយាយតាមត្រង់មកអត់សេតទេអត់គិតទេតែបងពួតនាំមកមានន័យហ៎បងយំទៅបបនាំបងប្អូនសេតអស់ហើយញ៉ាំបអត់នាំសេតគឺយើងតនេអីគេអញ្ចឹងនាំសេតកុំឲ្យតនេអើយសេតឡើងឈឺអស់ហើយបងមកគ្នាយើងមានសំណួរសំណាងអីសួរបងអត់មកបងអីបងនិយាយថាប៊ីជេញ៉ាំច្រើនទៅប៉ះពាល់អីបាទសុំម្ដងទៀតប៊ីជេញ៉ាំច្រើនប៉ះពាល់អីអត់ប៊ីជេញ៉ាំច្រើនប៉ះពាល់តាអូស្តូប្រូប៉ុន្តែគាត់ថាមេកានីរបស់គេគាត់ដឹងហើយឬតាមទៅសូត្រយំមកទៀតគ្នាយើងមាន ប៉ះពាល់ពុកអាហ្នឹងពុកឆ្អឹងមែនបងហ្នឹងហើយប៉ះពាល់ពុកឆ្អឹងមែន Yes អរគុណបងចុះអាពួកថៃងៀតហ៎បងអាហ្នឹងមានកាល់ស្យូមច្រើនដែរបងមានសូត្រយំឆ្អាអីសូត្រយំឡបងប្រៃអ្នកអ៊ីប៉ាតងស្យងតែដាក់ថៃងៀតទៅគ្រប់ទឹកហើយថៃធូណាតែសាមវាជួយសម្រាប់ខ្លាញ់ហើយសម្រាប់ខ្លាញ់មិនទៅនៅក្នុងឈាមក្នុងវាជួយសម្រាប់ខ្លាញ់បាពុតទៅក្នុងស្អីបងអត់សូវលឺរៀងឡងសំឡេងតិចគេថាថៃធូណាថៃសាមុនបងអាហ្នឹងជួយសម្រាប់ខ្លាញ់ទាំងខ្លាពោះហើយទាំងខ្លាញ់នៅក្នុងស្រីរាងកាយរបស់យើងទៅបងខ្លាញ់នៅក្នុងសរសៃឈាមអត់មែនខ្លាញ់នៅបាពោះណាជួយបន្ថយនៅខ្លាញ់នៅក្នុងសរសៃឈាម
ពីព្រោះខ្លាញ់នៅក្នុងសរសៃឈាមវាបើសិនមកលើច្រើននឹងជំរុញធ្វើឲ្យយើង atherosclerosis គឺជាប្រភេទពួក cholesterol ហ្នឹងហើយចឹងបើនិយាយទូទៅគេនិយាយថាត្រីsalmon ហើយនិង tuna គឺជាប្រភេទពួកត្រីមួយដែលចូលរួមក្នុងការកាត់បន្ថយទៅលើកម្រិតនៃ cholesterol មិនមែនជា triglyceride ទេប៉ុន្តែបន្ថយទៅលើ cholesterol ពីព្រោះណៃត្រូវដឹងថានៅពេលណាដែលយើង hypercholesterolemia វានឹងជំរុញធ្វើឲ្យយើង atherosclerosis ចឹងហើយបាននិយាយថាត្រី salmon ចូលរួមកាត់បន្ថយហានិភ័យបានច្រើនទៅលើជំងឺសរសៃឈាមបេះដូង cardiovascular មកទៀងបងខ្ញុំសួរមួយទៀតបងមិនបានយើងញ៉ាំតិចទេមិនបានវានៅតែធាត់ចឹងបងអត់ស្រក់ឡូវអត់អីបាទសុំទៅពេលយើងញ៉ាំម្ហូបញ៉ាំអីតិចតែវានៅតែធាត់អាហ្នឹងមូលហេតុអីមិនថាយើងអត់ហាត់ប្រាណអត់ហាត់ប្រាណក៏បើយើងហាត់ប្រាណដែរតែវានៅតែអញ្ចឹងទៀតអាហ្នឹងកណាអីបងមិនជឿហាត់ប្រាណដល់ស្រកហើយខ្លាចតើអណៃហាត់ប្រាណនេះអណៃញ៉ាំស្ករចូលស្ករក៏អត់សូវញ៉ាំដែរបងឡអណៃហាត់ប្រាណមួយថ្ងៃហាត់តែបាន1ម៉ោងហើយអាទៀងហើយបលិនទៅលើស្ករបន្តិចពេលដែលហាត់ធានាហ្មងតាបងអ៊ីនស៊ូរ៉ែនឲ្យបើមិនស្រកអីភ្នាល់មកព្រោះខ្លាចតែពេលហាត់ហ្នឹងដាក់កូកាមកកំប៉ុងមកផ្ទះវិញហូបសាច់វិញច្រើនដូចពីព្រោះជាទូទៅពេលដល់ហាត់ប្រាណគឺអណៃដើម្បីគេហៅថាដុតស្ករបើនិយាយជាខ្មែរស្រួលយល់មានតែយើងដុតស្ករហើយអស់ស្ករយកខ្លាញ់មកដុតគឺធ្វើមេតាបលីហ្នឹងហើយធ្វើមេតាបលីយើងចាប់ដើមស្រកគីឡូហើយយើងតទៅពេលយើងហាត់ប្រាណមានណាយើងមានបានផឹកទឹកសុទ្ធណាលេងសិតតាពីច្រើនគឺនៅក្រូចជាពិសេសអ្នកហាត់ប្រាណនៅស្តាតអូឡ িম্প ិកតែមិនគាត់ហាត់យូរទៅមិនធាត់ទៅចឹងហាត់ឲ្យញ៉ាំច្រើនញ៉ាំបងមកនៅមុខ start Olympic សិតតែគេលក់អីហ្នឹងនៅណៃមើលនៅមុខ start Olympic អីគេខ្លះរត់ចុះរត់ឡើងមើលត្រមត់បាននិយាយចេះរត់ចុះរត់ឡើងនៅគៀកស្នាមដៃហ្នឹងមានឡៃលក់អូហត់ណាមីឆាមិនតាន់បានពីជុំផងមីឆាមួយចានឆ្អែតហើយស្រក់បាពួនបន្តិចដើរទៀតដើរហត់ស្រែកទឹកកូកាបងចុះចំពោះអ្នកហាត់ប្រាណយកសាច់ដុំដល់ពេលអញ្ចឹងតើអត់យើងហាត់ប្រាណហើយអត់ហូបសាច់មានប្រូតេអ៊ីននេះទៅចិញ្ចឹមសាច់ដុំបើវាកាន់តែធំអ្នកចង់បានឡើងសាច់ដុំដៃសាច់ដុំអីគេញ៉ាំសាច់អីច្រើនណាអ្នកហាត់គេហាត់អាល់តែគេញ៉ាំសាច់យើងចង់សម្រក់គីឡូស្រកខ្លាញ់ឲ្យឡើងសាច់ដុំហ្នឹងយើងធ្វើមិនđượcអនឯងគេចង់ឲ្យគេខ្លាញ់សម្រក់ខ្លាញ់អនឯងហាត់ប្រាណអនឯងហាត់ប្រាណប៉ុន្តែអនឯងហាត់យកសាច់ដុំវិញយល់អត់អនឯងដុតអនឯងរត់អនឯងរ៉ាន់អញ្ចឹងប៉ុន្តែអនឯងហាត់យកសាច់ដុំមានថាអនឯងលើកអាល់តែហ្នឹងបាទអនឯងប្រើហូបសាច់អនឯងញ៉ាំសាច់បានច្រើនសាច់ដុំមុំធំលើនឹងអនឯងហាត់ប្រាណហ្នឹងថាអនឯងហើយជាទូទៅអារបៀបហាត់ប្រាណដូចជាតាបងមិនមែនជាគ្រូជីមទេប៉ុន្តែបងដឹងខ្លះគេអាហ្នឹងគេមានក្បួនមកគេហាត់ទៅអត់គេចង់ហាត់យកផ្នែកសាច់ដុំក្បាលពោះឬក៏ហាត់យកសាច់ផេកដូចបងឯងវ៉ាន់ផេកឯងបងហាត់យកសាច់ដុំដៃគេសិតតែមាន strategy ឬក៏មានអីដែលគេចង់ហាត់យកមួយអញ្ចឹងណាដូចបងឯងហាត់យកទៅវ៉ាន់ផេកបណ្ដោយបងប៉ុន្តែអ្នកខ្លះស្គមមកព្រមញ៉ាំមិនក៏ញ៉ាំមកធាត់ណាហ្នឹងតែតមិនស្រាមដែរយ៉ាប់ដូចបងជាដើមបងបើថាមួយថ្ងៃបើថាញ៉ាំវិញបងផ្ទាល់ហ្មងគឺបងញ៉ាំច្រើនណាបងនិយាយមែនបងញ៉ាំក៏ញ៉ាំច្រើនវីតាមីនក៏បងប្រើអីក៏បងប្រើដែរប៉ុន្តែដោយសារតែហ្សែនបងគឺមកគ្រួសារបងគឺវាច្រើនអត់ធ្វើមានអ្នកធាត់ទេយល់អត់អញ្ចឹងមកហ្នឹងគឺបងប្រុសបងអីហ្នឹងគាត់គ្រាន់មានសាច់មានអីបើបងវិញចប់ដល់សឆ្អឹងរាល់ថ្ងៃហើយសឆ្អឹងបាទចឹងតែខ្យល់បកប៉ៅបងបងភ័យទេដែរបងខ្លាចដើរមកមខ្យល់បកប៉ៅហ្នឹងអញ្ចឹងមិនបងស្អាតអើយស្អាតពេករាល់ថ្ងៃនេះបាទចិត្តហ្នឹងស្អាតពេករាល់ថ្ងៃនេះ
nâng ấy chỉ tu tới men hồi nãy khơi nhẹ scom giống nè tỏ pe ca háo cái hồi nãy khơi cái đang sạch vậy đại lười cái này dừng đại lười ហើយបង lại lười chờ này khơi nhỉ khơi như ta ô đẹp lắm nhớ toàn cá nấu scom tỏ pe ca háo như là làng sạch hay bông trong rô mê cái đi nước ta hết ấy có ca háo làng sạch bông thì trong rô mê cái đi nó bị rọt khơi bông không bằng ăn được phơi đây chứ bông đã nó không internet bông vậy bông đã vài merit háo mình đúng obesity như này thoát cái ở miền cái này phải men hay bị chỉ tu tới người chân mày nè lát bây giờ quạt ca hói cứ quạt thoát nó đâm bệnh đại mặc dù chân mày bong sập ca Chẳng mong ca đừng ra chân mày bong sạch sạ ca mà đòn mới lộ lan sách bỏ lan sách dương đi về những chục ca bao tay cao với bọn tộc bằng hút ca tới đằng này ô dùng từ ca Việt xu lên bàn tay ca hơi hay là làm ca hơi ca Việt xu lên tầm khăn miền là cái mà ca người dương chứ quý bà bạn lạnh cái vì mình bị bãi bàn tay cái lạnh mình ọt chẳng kể nhé rồi cá mình chưa đương bị bạ thì lạnh cái có về mình chưa đương bị bạ đấy phân tải cái lạnh vĩnh rửa ọt hay là cái mình lạnh bánh tích tăng và đạp thà dùng bây giờ cái mình sẽ lạnh tê cái bạn để sai cái ignore chào rồi này từ tao này chưa bong ạ này dương pro bong phèo và hai câu xây cái nơi cho mùi nặng mạ ba kia mình cái đây sau cái dương cùng cho cái màu vết tình cho mùi dương lừa này dương cái bong phèo về phò này dương ạ bong đáp ta mình chia bong câu xây bọc mạ cái không thai lần cái thnom nặng hay đấy kia gặp phong đàn nơi sọc xuống từ do kia màu vết tình cho mùi khơi nhỉ giờ bạn chẳng á nâng bong phèo và hai bong chẳng mình chia sẻ cùng nhau cái một pe khá bạn đấy mặc cái phổ hôm nay nữa nha thôi nhỉ chẳng bong phèo thì dương bỏ hai á cái nơi mình mạ ba cái sọc xuống nè cái miền ba nhâm cục khổ ăn cái miền pe vật lìa cục khổ ăn đa lên sọc hay dương thì do kia mà về tình yêu cho mùi chẳng á khơi nhỉ cho mình tha dương nê cùng thứ bắp cái dương đâu ngại lồn khi bọn nó sinh gọi là bon khai chi màu về tình yêu mùi bon chân những công giọt màu tao bon được tao chẳng cái này dương ngày năng dương trôi mày mà dương tỏ đến đã tôn dùng mùi nào sao mình vậy penicillin toàn rồi sao mình vậy ăn tìm hiểu tại toàn rồi ta chỉ tôi tới lắc mày hiện thì gió đã tôn dùng mùi năng omega cứ đã tôn dùng mùi năng EPA hai năng DHA dân biệt cái số DHA ấy cái bon EPA ấy cái ấu nơi chui phèo minh tích mau chui phèo pu tích mau nơi không median thì bạn bỏ sai ở trong bài na tại dương mình pro mới đưa con mình pro sòng khap mình pro ấy thế năng bạn dương mình chạy median cái đạm mau cho bạn rồi nhé chấm thì tôi tới EPA dương ảnh hai bị giang thiết tha chi cái nè acid eco giá phong tàng này đấy mình các bạn là phải sầm pon pi chón tăng lại nâng DHA chỉ tôi tới EPA hai nâng DHA cứ sầm bố nước nóng thì cái tray salmon tray tuna nâng nơi nóng sa đặc thiết xanh tiệt miên tràng còn tay còn là dương giấy đo áp răng gì palmao cứ nước nóng tray salmon bị miên tròn hay là tray tuna đại giờ hết tray đừng on nông việc thay khăn chẳng á hai và sân và dương giấy ông pi EPA DHA cứ cái sầm đau từ đóประเภทพวกกรมโอเมก้า3โอเมก้า6ដែលចេញមកពីប្រភពដើមគឺអាស៊ីត alpha linoleic ហើយជាមួយនឹងអាស៊ីតអូលេកចំពោះអូមេហ្គា9ចេញមកពីអាស៊ីតអូលេកប៉ុន្តែចំពោះអូមេហ្គា9គឺជាប្រភេទពួកអាស៊ីតក្រាអីគេនេះអូលេកនេះគឺជាអាស៊ីតក្រា essential ឬក៏ non essential បងប្រាប់សោះគឺ non essential ហ្នឹងហើយមានថាគឺជាអាស៊ីតក្រាដែលនៅក្នុងខ្លួនយើងអាចសម្រួលបាន
dân dương mình chăm bách nôm vì trôi tam gì á chùm đây là hang thì bánh tay trong pua omega 3 hơi nâng chụp pua omega 6 EPA hàng đi chế vì cứ chiaประเภท bộ crom này ở sigra essential đại nước nông luôn bây giờ trời nôm vì trôi tam là gì ạ cho này hàng ហើយប្រសិនមកយើងនិយាយទីចោះរំលឹកអំពី omega 3 omega 6 omega 7 ដែលវាចូលរួមមុខងារច្រើនមែនតើនៅក្នុងខ្លួនរបស់យើងទី1តាក់ទងជាមួយនឹងប្រព័ន្ធការពាររាងកាយយើងហៅថា immunity ទី2តាក់ទងជាមួយនឹងការជំនួយទៅដល់ខួរក្បាលទី3តាក់ទងជាមួយនឹង anxiety អ្នកដែលគាត់មានអារម្មណ៍ថាគាត់រៀងភ័យខ្លាចពីអីហ្នឹងគាត់អាចប្រើបាន anxiety តាក់ទងជាមួយនឹង depression ក៏អាចប្រើបានដែរអ្នកដែលគាត់បាក់ទឹកចិត្តបាក់អីហ្នឹងអាចប្រើបានជំនួយទៅដល់ភ្នែកការវិវត្តទៅលើទីរូបផ្សេងៗជាហេតុអនឡាញឃើញនៅក្នុងកំប៉ុងទៅដោះគោកំប៉ុងទៅដោះអីហ្នឹងអនឡាញឃើញអីគេមានអីឃើញគេដាក់លើកំប៉ុងទៅដោះគោហើយ EPA ហើយនឹង DHA គឺជាប្រភេទពួកក្រុមអាស៊ីក្រានេះ alpha linoleic acid ហើយជាមួយនឹង linoleic acid អ្នកដែលមានបញ្ហាលើស cholesterol គេអត់និយាយ triglyceride ទេគ្រាន់តែគេនិយាយ cholesterol ជាទូទៅនៅពេលណាដែលមានការកើនឡើងទៅលើកម្រិតនៃ cholesterol នៅខាងក្នុងឈាមរបស់យើងច្រើនយើងវិវត្តទៅជំងឺសរសៃឈាមបេះដូង cardiovascular ដោយសារតែមាន plaque atheroma ច្រើនគឺខ្លាញ់កកនៅតាមសរសៃឈាមហ្នឹងបញ្ហាទៅលើសរសៃឈាមបេះដូងធ្វើឲ្យគាត់ចុកធងគាត់មានបញ្ហាបេះដូងអីជាដើមផ្សេងៗទៀតហើយបើយើងនិយាយពីបេះដូងមួយម៉ាត់គឺវាជាប់តាក់ទងច្រើនណាតាក់ទងជាមួយនឹងជំងឺបេះដូងតាក់ទងជាមួយនឹងជំងឺលើសម្ពាធឈាមនិងជំងឺផ្សេងៗទៀតគឺច្រើនមែនតើអាហ្នឹងអនឡាញចូលរៀននៅក្នុងថ្នាក់ឆ្នាំទី3ទី4 pathology បន្តទៀតទៅអនឡាញនឹងជួបហើយអញ្ចឹងហើយយើងត្រូវព្យាយាមសំតាមលទ្ធភាពដែលធ្វើទៅបានអត់មានណាមកជួយគ្នាយើងទេមកឌីកាត់យ៉ាអ្នកជំងឺដែលមានបញ្ហាបេះដូងមួយចំនួនគេមិនលក់បក់មិនលហើយមានវិបត្តិសមអីកង់សែហឺតអ្នកដែលមានបញ្ហាឆ្អឹងហើយនឹងសន្លាក់ស្ត្រីដែលគាត់មករដូវម៉ោង CL ហើយនឹងប្រឆាំងជាមួយនឹងការរលាកហើយជាទូទៅបើយើងនិយាយអំពីផលរំខានវាជួយច្រើនអូមេហ្គាល្អអូមេហ្គា 3 ល្អប៉ុន្តែបើសិនបើយើងមានគ្នាយើងសួរបងថាបងផលរំខានរបស់វាយ៉ាងមិនដែរយ៉ាដូចបងប្រាប់បាន5 សំអញ្ចឹងថាបើនិយាយអំពីផលរំខានរបស់ប្រភេទពួកក្រុមអូមេហ្គាគឺកម្រមែនតើហើយទោះបីជាចេញសារ effect ផលរំខានរបស់វាគឺយ៉ាងច្រើនណាគឺយើងរៀងឡើងយើងហៅថាអីគេឡើងលំមាស់គឺបើនិយាយគឺអីគេ allergy ហ្នឹងហ្មងមានថាយើង allergy ជាមួយនឹងរបស់ហ្នឹងហ្មងអញ្ចឹងយើងប្រត់បានទេហើយដល់ពេល allergy គឺមានអីគេចេញមកយើងយល់មេកានីហើយគឺនេះគឺ histamine ចេញមកធ្វើឲ្យយើងឡើងលំមាស់ឡើងអីនៅលើស្បែកធ្វើឲ្យយើង vasodilatation អីហ្នឹងជាដើមកម្មវិធី PMABT អាចឲ្យយើងចេញហើមអីហ្នឹងហើយតទៅពេលយើងដឹងថាយើង allergy មួយរបស់ហ្នឹងយើងមិនបាច់ញ៉ាំទេហើយបើសិនបើយើងញ៉ាំទៅចេញ allergy អនឡាញប្រើអីគេថ្នាំអង់ទីអ៊ីស្តាមីនហាអងមួយចោលទៅគឺថ្នាំដែលបងប្រាប់គ្នាយើងឈ្មោះអីគេមួយដែលពេញនិយមជាងគេគឺនេះនេះគឺ ceftriaxone គឺ ceftriaxone ដែលជាប្រភេទពួកថ្នាំ allergy ហើយយូរទៅបើសិនបើយើងនិយាយអំពីថ្នាំអង់ទីស្តាមីនហាអងគឺប្រើប្រាស់បានច្រើនណាស់គ្នាយើងមិនមែនត្រឹមតែទៅលើជំងឺ allergy ទេផ្ដាសាយឈឺក្បាលវិលមុខពុលឡានក្អកដេកមិនលក់បក់មិនហើយក្រុមថ្នាំអង់ទីស្តាមីនហាអងអាចប្រើបានទាំងអស់គ្រាន់តែនៅក្នុងក្រុមថ្នាំអង់ទីស្តាមីនហាអងវាមានក្រុមថ្នាំរបស់វាច្រើនផ្សេងគ្នាអាហ្នឹងអនឡាញឡើងទៅថ្នាក់ចាំធំទៅដឹងហើយអញ្ចឹងកុំឲ្យតែឮថាអង់ទីស្តាមីនហាអងជាថ្នាំដែលអាចប្រើបានតែចំពោះអ្នក allergy ប៉ុន្តែនៅក្រៅពីលើ allergy អ្នកផ្ដាសាយអ្នកមានបញ្ហាពុលឡានពុលអីបញ្ហាភ័យខ្លាចគេមិនលក់គេអីគឺសុទ្ធតែអាចប្រើប្រាស់អង់ទីអ៊ីស្តាមីនហាអងបានទាំងអស់នេះគឺជាថ្នាំអូមេហ្គា
hơi chủng phu cầm đặt đô này ca pra với bóng hàm xong mấy EVA ai phở mà EVA 500 mg 150 mg buổi đói EVA một mùi ối mà 150 12 បង cứ mùi há hai và dân mà DHA với cứ phí cho 22 ក្រាម giờ bàn tay cho tôi tới và dân mà lụa lơ tim xa món là mình khi dừng su bông tha cho bông bệnh nhân trong phở thảo omega 7 giờ bọn này trong học phở thảo omega 7 có phở tới bàn tay xua thả bông ao chia ở vậy để khi dừng tình bình cho bà dân bị dừng phở thằng bay mà thương bệnh này lõ đứa con mình lò nó hay dừng trăm bạch từ sợi lệch ý nào nhưng bông có nhưng trong phở tại omega và mũi ba này nhưng chưa là phở omega 4 hay cho bây giờ phở thằng bay mà complex cho ni mà thật vì mình chui bàn nữa thở hết cho hai bạn nào và này trong phở omega 7 sách có phở tới nó ở đây chỉ bánh há thấy phần tay mà sẽ nhà bón do complex ấy cứ bón do lừa tiếp xá do omega 7 và muối hai nâng vùng 4 mà thằng phú bị châu room được nông một cái ban sờn đôi giờ vay được nên dưng vay được bông ban coi nên dưng mới đó phải trang với ca liên cắt bàn thôi tôi lơ hai nhịp hay này chuyển người sai trên bài đâu ấy chỉ đàm 200 phút nè sẽ để con miếng tây phút con ai nhắm omega ban này bị phút bị chui tôi lơ bảo con ca với đinh cai bà con bị chui tôi lơ sẵn lạ bà con ở quán miền phim răng mom tại tôi chúng mình ca mà đầu xem về quán po bụi nấng hai nước nóng nút con tái với là bông ai phẹp như dương bán chứ tôi tới nữa cứ nón sợi để gọi miền tây phút cứ dương mình như dương cứ dương mình ca pra năm cứ trơ miên này cứ gì be careful còn anh trơ prong bị giặt vì pro con mình mẹ clone môi đây cứ con clone pì cứ con mình baby vào con cana đại substance môi trùng luôn xa là thiệt môi trùng luôn xôm bay tạp sai nhé xe ổ đỡ Usman xây được không phải là cả năm môi trùng luôn xa là thiệt môi trùng luôn supplement môi trùng luôn ai về để phở hè cùng lóng về để quạt mình tây búa quạt rice chịu mùi nè rương mùi cái teratogen bóng lọp hẻm ở đó rice minita hành đi thấy teratogen minita malformation Fertis minita phứ áo tỉa đũa về để quạt cát máu cứ quạt ọt bính là cái này chẳng kỳ ban vậy tha tôi bay chi omega bay vì safe nâng tháng năm mà chừng luôn supplement chừng luôn vì safe chậm ép stray để có miếng tây pua bàn tay coi dương nơi tay prong phải giả đài từ lơ stray để có miếng tây pua vì pua pe để phở xả thiên năng châu tới mà đai từ tôi vô là bo thằng o để quạt phở nữa quát mình thử ghép về chun mình to từ cắn cố để nơi không tây bờ chẳng được pena để substance năng mà chừng luôn pe để quát expose chừng mũi sai gas mà chừng luôn pollution mà chừng luôn rư có tháng năm môi trường luôn cái ban gì tham vì risk mùi năng teratogen cứ hai nhịp thấy teratogen minita cứ pe để côn quạt cát mà nó cứ kho prop ở đây thì rũ nâng can mà cứ kho ở đây kho prop ở đây nó trong minita mình là cái ai ao chịu họ bông bạn kho prop ở đây nó trong minita hot pin lên được mình nó tay nâng mình ta vậy mà mắt được ai đã tông mèo về rồi ai đã tông chúng mình đừng càng kết đã tông chúng mình đừng côn cao máu cứ can vậy đây bao quát copy mình đủ tu tới ở nâng hai thằng malformation fertilizer câu nâng can máu cứ ọt pin lạc nè ọt grouping lạc nè tàng ọ cho hai bạn chỉ tu tới tháng nắm nè cứ cái miên chó nè biểu miên risk toxicity risk mùi nâng toxicity là for risk mùi nâng răng bàn tay nâng nút bà tơ lơ sạch miền tây pú kịp hay mùi tết cử risk teratogen này đại giả hát về để sạch quạt miền tây pú số mấy bà dạy ở món cứ
សូម្បីតែការហូបចុកការប្រើប្រាស់ថ្នាំអីផ្សេងៗហ្នឹងគឺគិតឲ្យដល់មុជឲ្យជ្រៅគឺត្រូវប្រុងប្រយ័ត្នឲ្យមែនតែនតាមតែអាចធ្វើទៅបាទហើយបើប្រជាជនមួយចំនួនរបស់យើងគឺគាត់មិនត្រូវបានឧបមាថាប្រជាជនដែលគាត់ស្ថិតនៅក្នុងចំណេះដឹងរបស់គាត់មួយផ្នែកវិស័យសុខាភិបាលគាត់នៅមានកម្រិតគាត់ចេះតែញ៉ាំនេះញ៉ាំនោះជាពិសេសបងអាចនិយាយបានថាស្ត្រីដែលគាត់គាត់ធ្វើការអង្ចាគ្នាយើងគាត់ឯងជួបផ្ទាល់ទេត្រូវឃើញគាត់ញ៉ាំនេះញ៉ាំនោះឃើញគាត់ញ៉ាំតាប្តីតាប្តាឃើញគាត់ឯងជួបផ្ទាល់អញ្ចឹងវាហានិភ័យទៅលើកូនមកគាត់កាត់មកគាត់ញ៉ាំតែនេះជួនបងឃើញច្រើនគាត់ញ៉ាំតែប្រភេទពួកលីហាគាត់ញ៉ាំតែប្រភេទពួកចំណីអាហារដែលអត់ល្អតោះតែពេលកូននឹងកើតមកកុំឆ្ងល់ថាហេតុអីក៏កូននឹងផ្នែកសតិរបស់គាត់និយាយថាផ្នែកសាក់វោរបស់គាត់អត់ពេញលក្ខណៈដូចគេអញ្ចឹងគឺដោយសារអីគេនេះអារបស់ដែលគាត់ប្រើប្រាស់ថ្ងៃហ្នឹងគឺអត់បានត្រឹមត្រូវក៏ដូចជាអាហារូបត្ថម្ភដែលកំឡុងពេលដែលគាត់មានផ្ទៃពោះហ្នឹងគឺអត់បានគ្រប់គ្រាន់តាក់ទងមួយការចាក់វ៉ាក់សាំងផ្សេងៗដែលអញ្ចឹងហើយបានស្ត្រីដែលគាត់មានផ្ទៃពោះគេត្រូវពិនិត្យមែនតើតាក់ទងជាមួយនឹងការថតអេកូអីផ្សេងៗហ្នឹងដែលយើងនិយាយអំពីអូមេហ្គាហើយបើនិយាយពីអូមេហ្គានេះវិញណាបើប្រើទៅលើមនុស្សដែលចាស់ល្អបង recommend ឲ្យទៅលើមនុស្សចាស់ច្រើនហើយនឹងទៅលើអ្នកដែលមានបញ្ហាភ្នែកហើយនឹងទៅលើមនុស្សប្រជាជនដែលមានបញ្ហាលើសចិត្តខ្លាញ់នៅក្នុងខ្លួនរបស់គាត់ហើយមួយវិញទៀតប្រសិនបើអ្នកយល់ពីអូមេហ្គា3នេះច្បាស់ពេលដែលអ្នកចេញបើក clinic ពេលដែលអ្នកចេញបើក pharmacy ឬក៏ពេលដែលអ្នកចង់ promote រឿងលក់អូមេហ្គានេះបងធានាបងឯងយល់អំពីអានឹងច្បាស់អានឹងលក់ដាច់មកនិយាយមែនព្រោះបងមានអញនិយាយបានថាបងមានគេសួរបងច្រើនណាសួរបងថាញ៉ាំអីល្អប៉ុន្តែបងវាអត់ចេះលក់អនឡាញទេព្រោះគ្នាយើងណាលក់អនឡាញជួយបរៀនបងផងវាបាក់លក់បងឲ្យគេទៅទិញខ្លួនឯងបងទៅប៉ុន្តែពេលដែលគេទៅទិញខ្លួនឯងតម្លៃវាយ៉ាងថ្លៃព្រោះលើទីផ្សារអូមេហ្គាអីហ្នឹងវាយ៉ាងថ្លៃហើយបងឯងណាគាត់ទៅឯងបើក clinic អនឡាញបើក pharmacy បើកចាំទៅថែទាំឬក៏ផ្នែកពេទ្យថ្មីបែបអីសុទ្ធតែអាច recommend ឲ្យគេញ៉ាំរបស់ទាំងអស់ហ្នឹងបានអស់តែយកមកលក់មកគ្នាយើងឃើញហ្នឹងអូមេហ្គាបងអូមេហ្គា3ហ្នឹង effect ចុងវាមិនវាកម្រមានកើតឡើងតែហ្នឹងហើយគឺកម្រចំពោះមនុស្សចាស់យើងឲ្យគាត់ហូបមួយថ្ងៃ2គ្រាប់3គ្រាប់បង2បាទហូបពេលណាបងហូប2នេះហូបពេលណាពេលក្រោយបាយក៏3ថ្ងៃបាយងាយគឺក្រោយគឺបាយណាក៏បានដែរ3ពេលហ្នឹងអូខេបងអរគុណពីទូទៅសួរបញ្ជាក់បាទសួរឃើញអ្នកជំងឺខ្លះដល់ពេលយើងនិយាយថាពេលឲ្យបាយមិនអីគាត់បាយមួយថ្ងៃមិន3ដងផងបងអញ្ចឹងជាទូទៅឲ្យគាត់ញ៉ាំមួយថ្ងៃ2គ្រាប់ទៅព្រឹកមួយហើយនឹងល្ងាចមួយពេលដែលគាត់ពិសាបាយហើយអញ្ចឹងណាអាហ្នឹងយកទៅប្រើពេលណាក៏បានដែរប៉ុន្តែវាអាស្រ័យទៅលើបងនិយាយថាអាចអាស្រ័យទៅលើបច្ចេកទេសដែលអូនឯងប្រាប់គាត់អូនឯងចង់គាត់ញ៉ាំពេលព្រឹកពេលថ្ងៃឬក៏ពេលយប់បាច់ញ៉ាំក៏បានដែរអញ្ចឹងរើសយកពីពេលទៅនៅក្នុងនោះប្រសិនបើយើងនិយាយអំពី Asicara Satere Action Ramifier ជាប្រភេទពួក Asicara មួយដែលគេបានលើកឡើងនៅក្នុងប្រភេទពួក Andrial Bacitrocop ឬក៏យើងអាចហៅបានថាជា Acid Tuberculosteric ដែល formula របស់វាគឺមានកាបូន19រូបមន្តមកគេបាននិស្សិតឲ្យហើយជាទូទៅ Bacillus de Koch នេះគឺជាប្រភេទពួកបាក់តេរីមួយដែលបង្ករោគខ្លាំងមែនតើទៅលើអីគេជំងឺអីគេគ្នាយើងស្គាល់គឺជំងឺរបេងចឹងបើសិនបើគេសួរថាតើជំងឺរបេងបង្កឡើងដោយបាក់តេរីឈ្មោះគេអូនឯងអាចហៅថា BK ក៏បានដែរព្រោះពាក្យកាត់នៅពេទ្យគេហៅថា BK ឬក៏អូនឯងហៅយ៉ាងថាជាប្រភេទពួក Mycobacterium tuberculosis ហើយយូរទៅជំងឺ tuberculosis នេះនៅក្នុង epidemiology របស់គេបាននិយាយថាកើតឡើង 1/3 នៃប្រជាជនទូទាំង
ពិភពលោក 1/3 ណាគ្នាយើងមិនមែនតិចណា 1/3 បើគេថាបើស្អីគេស្អីកន្លះភាគ 3 អត់អីណានេះគេស្អី 1/3 នៃប្រជាជនទូទាំងពិភពលោកគឺបាន infected ត្រូវបានបង្ករោគដោយ 3 ការហ្នឹងឯងគឺបាក់ស៊ីដកុកគឺ Mycobacterium ហ្នឹងឯងហើយជំងឺ tuberculosis នេះវាឆ្លងតាមរយៈយើងហៅថា aerosol inhalation គឺមានន័យថាតាមរយៈដំណក់ដង្ហើមពេលដែលយើងនិយាយមួយគ្នាមិនបានបិទមិនបានពាក់ម៉ាស់មិនបានពាក់អីឆ្លងតាមរយៈទឹកមាត់គាត់ក្អកគាត់កដាស់អីពេញហ្នឹងអញ្ចឹងយើងឆ្លងតាមរយៈហ្នឹងហើយជាទូទៅកត្តាដែលជំរុញធ្វើឲ្យមាន tuberculosis គេបែងចែកជា2 factor អនឡាញត្រូវតែយល់អំពី tuberculosis ពីព្រោះវាជាជំងឺមួយដែលងាយនឹងបង្កទៅលើមនុស្សរបស់យើងណានៅពេលណាដែលយើងភ្លេចខ្លួនហើយពេលដែលអនឡាញទៅពេទ្យមិនស្តារនៅមន្ទីរពេទ្យផ្នែកនៅខ្មែររបស់យើងឈ្មោះថាមន្ទីរពេទ្យមជ្ឈមណ្ឌលរបេងហងសិនដែលលឺទេតែលឺគ្នាដែលលឺហងសិនណាអត់បងអត់ដែរបងបងក៏đangមានគ្នាយើងខ្លះធ្លាប់លឺមានគ្នាយើងខ្លះអត់ដែរលឺគឺមជ្ឈមណ្ឌលរបេងហងសិនហ្នឹងហើយនៅចិត្តអាគារ42ជាន់មានឯករាជ្យរបេងហងសិនគឺផ្នែកជំងឺរបេងហើយទៅហ្នឹងប្រយ័ត្នប្រយែងពីព្រោះបងសំណាងដែរកាលហ្នឹងចាប់กระดาษស្តាទៅអត់បានប៉ះពេទ្យហ្នឹងឲ្យញាក់សាច់មកអ្នកខ្លះកិច្ចយកមកកិច្ចយកមែនតើពីព្រោះដោយសារពេលខ្លះយើងជាគ្រូពេទ្យយើងថាយើងត្រូវមើលអ្នកជំងឺយើងថាយើងត្រូវមើលអ្នកជំងឺប៉ុន្តែពេលខ្លះក៏យើងត្រូវគិតអំពីអីគេគ្នាយើងគួរដឹងហើយថាត្រូវគិតអំពីសុខភាពរបស់យើងសុខភាពរបស់យើងខ្លួនឯងសុវត្ថិភាពផងដែរមិនមែនមានន័យថាឲ្យតែគ្រូពេទ្យដឹងតែលះបង់អាយុជីវិតទេវាមិនអាចចង់ការទេពីព្រោះអនឡាញនៅមានគ្រួសារអនឡាញនៅមានមនុស្សជាទីស្រឡាញ់ដែលនៅក្បែរយើងអញ្ចឹងពេលដែលយើងទៅណាទៅណីប្រយ័ត្នប្រយែងយ៉ាងមែនតើអញ្ចឹងណាហើយជាទូទៅជំងឺរបេងនេះគឺវាបង្កឡើងច្រើនមែនតើហើយកត្តាដែលជាកត្តាមួយដែលជំរុញធ្វើឲ្យយើងឆ្លងគឺគេហៅថាកត្តា social ឬក៏ environment ជុំវិញខ្លួននឹងឯងហើយជាមួយនឹងហៅថាកត្តាដែលហានិភ័យដែលជំរុញធ្វើឲ្យឯងឆាប់ឆ្លងមានកត្តាពីរទី1គឺកត្តា social ឬក៏ environment បរិស្ថានដែលនៅជុំវិញខ្លួនរបស់ឯងហើយជាមួយនឹងគេ host មានន័យថាម៉េច host គឺខ្លួនឯងផ្ទាល់ហើយនេះគេនិយាយថាខ្លួនយើងផ្ទាល់កត្តា social ពេលដល់ឯងត្រូវការធ្វើដំណើរទៅកន្លែងណាផ្សេងជាពិសេសគឺពេលដល់ឯងបើឯងជាអ្នករៀនពេទ្យគឺពេលដល់ឯងទៅស្តារហ្នឹងឯងអនឯងហានិភ័យកត្តាហានិភ័យដល់ឯងងាយនឹងឆ្លងគឺពេលដល់ឯងទៅជួបអ្នកជំងឺរបេងនឹងផ្ទាល់តែម្ដងហានិភ័យខ្ពស់មែនតើហើយជាទូទៅជំងឺរបេងនេះឆ្លងច្រើនមែនតើនេះលេខ1អនឯងនៅណាលេខ1គេដាក់ដំបូងគេមកគឺនៅនេះកម្ពុជាយើងតំបន់នេះគេតំបន់អាស៊ីគឺតំបន់អាស៊ីតំបន់អាមេរិកឡាទីនគឺដូចជាអាមេរិកឡាទីនដូចជាប្រេស៊ីលប្រេអីហ្នឹងឯងតាមបងចាំដូចជាប្រេស៊ីលហ្នឹងឯងប្រេស៊ីលអាសង់ទីននេះហ្នឹងសិតតែអាមេរិកឡាទីនឯងគឺសុទ្ធតែជាកន្លែងដែលប្រឈមទៅនឹងហានិភ័យនៃការឆ្លងទៅលើជំងឺរបេងហើយអ្វីដែលបងកំពុងតែនិយាយប្រាប់នេះយើងគឺបងបានអាននៅក្នុង epidemiology របស់ការ research របស់ប្រទេសកាណាដាអញ្ចឹងបងអាប់ដេតឲ្យគ្នាយើងទាំងអស់តើតើជាមួយនឹងជំងឺរបេងបងចូលទុកជំងឺរបេងហើយបើសិនមកយើងនិយាយអំពី host វិញកត្តាខ្លួនឯងផ្ទាល់នៅពេលណាដែលខ្លួនឯង immuno suppressor ឬក៏យើងហៅថា immunodeprime មានន័យថាម៉េច
មានន័យមិន immunodeprime còn cà phê đến cay trong sau នឹងហើយគឺប្រព័ន្ធការពាររាងកាយចុះខ្សោយឬក៏ immunosuppressor នឹងក៏បានដែរ immunodeprime អនឡាញដោយសារអីគេអនឡាញឆ្លងមេរោគអីគេសេមួយម៉ាត់ទេគឺ HIV ឬក៏នៅពេលណាដល់ណៃប្រើកប់ទីគេនៅមានផ្សេងទៀតប៉ុន្តែបងលើក principal មកកត្តាដែលជំរុញធ្វើអនឡាញឆាប់ឆ្លងគឺដោយសារអនឡាញជាមនុស្សម្នាក់ដែល immunodeprime មានន័យថាប្រព័ន្ធការពាររាងកាយរបស់អនឡាញខ្សោយដោយសារតែយើងដោយសារតែមនុស្សម្នាក់ហ្នឹងគឺគាត់មានបញ្ហានេះ HIV AIDS ហ្នឹងហើយ HIV ហ្នឹងហើយឬក៏គាត់ប្រើថ្នាំ corticosteroid ច្រើនពេកទៅណៃ deprime ហើយទៅតើណៃត្រូវដឹងអំពី HIV មេរោគ HIV ហើយđâyក៏វាធ្វើឲ្យយើងប្រព័ន្ធការពាររាងកាយយើងចុះខ្សោយពីព្រោះដោយសារតែវាបន្ថយទៅលើ lymphocyte CD4 ហើយនឹង CD8 គឺថយចុះលេងហើយ lymphocyte T CD4 ជាមួយនឹង CD8 នេះគឺជា lymphocyte T មួយដែលមានសមត្ថភាពនៅក្នុងការវាយ virus ប្រឆាំង virus បានខ្លាំងមែនតើនៅក្នុងខ្លួនរបស់យើងអញ្ចឹងនៅពេលណាដែលយើងឆ្លងទៅលើប្រភេទពួកមេរោគ AIDS អា lymphocyte T CD4 ជាមួយនឹង lymphocyte CD8 បងណៃនេះធ្លាក់ចុះក្ដុកហើយគេមានកម្រិតនៃការមើលតើ lymphocyte CD4 របស់យើងក៏ធ្លាក់ដល់ចុះកម្រិតប៉ុន្មានយើងហានិភ័យខ្លាំងមែនតើតទៅជាមួយនឹងរីជាមួយនឹង infection ផ្សេងៗយ៉ាងគេមានកម្រិតនៅក្នុងការដែលគេមើលទៀតតទៅមួយ lymphocyte CD4 ហើយនឹង CD8 ហើយគេតែងតែមើលចំពោះអ្នកដែលគាត់មានបញ្ហា HIV គេតែងតែបន្តមើលទៅលើ CD4 ហើយនឹង CD8 CD4 ហើយនឹង CD8 អនឡាញខ្លាំងប៉ុន្មាន immunity អនឡាញខ្លាំងប៉ុណ្ណា CD4 ហើយមួយ CD8 អនឡាញថយចុះប៉ុន្មានអនឡាញរីមួយមេរោគឱកាសនិយមច្រើនប៉ុណ្ណឹងអាហ្នឹងគឺជាត្រួសតាក់ទងជាមួយនឹង tuberculosis ជំងឺទូទៅអញ្ចឹងអនឡាញត្រូវប្រុងប្រយ័ត្នពីព្រោះដោយសារវាជាជំងឺមួយដែលឆ្លងលឿនបើយើងមិនបានប្រុងប្រយ័ត្ន transmission គឺតាមរយៈ airborne ហ្នឹងហើយដំណក់ខ្យល់ផ្លូវដង្ហើមរបស់យើងហ្នឹងហើយហើយជាលទ្ធផលពេលដែលយើងឆ្លងលើមេរោគល្បីឆ្លងមេរោគល្បីហើយតែបាក់ស៊ីដកុកហ្នឹងហើយបាក់ស៊ីដកុកហ្នឹងគឺវានឹង infection ទៅលើពូមកហើយនឹងអាចវិវត្តទៅដល់ infection ទៅលើ organ ផ្សេងៗចឹងកុំឲ្យតែលឺ tuberculosis អនឡាញសេពីកាត់អីគេមួយទៀត TB ចឹងនៅពេទ្យហ្នឹងណាគេអាចនិយាយថា BK ក៏បានមួយទៀតគេប្រើពាក្យថា TB អូនអាចជំងឺ TB តែចេញតែពាក្យថា TB មកគឺមានអីទេក្រៅពី tuberculosis ហើយកុំឲ្យតែលឺ tuberculosis អ្នកជំងឺរបេង infection ទៅលើពុំមកជួយ infection ទៅលើ organ ផ្សេងក៏មានដែរយើងហៅថា extra អីគេ extra អីគេនេះ extra pulmonary TB នេះមានថាការ infection ដោយសារតែមេរោគ tuberculosis ក្រៅពូម៉ុងចង់សម្ដៅថាម៉េចគឺខាងក្រៅពី organ ពូម៉ុងហ្នឹងឯងមានអីគេខ្លះអាចមានអីគេខ្លះគ្នាអាចបេះដូងអាចធ្វើឲ្យឯងចេញនេះ pericarditis អីគេគ្នាយើង pericarditis អីគេ pericarditis សើបេះដូងចុះ it លាកចឹងលាកទៅលើស្រោមបេះដូងដោយសារប្រភេទពួក extra ពួកអ្នក TB ដែរនេះ TB ចឹងកុំឲ្យតែលឺ tuberculosis វា infection ទៅលើពុំមកក៏គេបាននិយាយដែរនេះអាចទៅកាន់ organ ផ្សេងទៀតដូចជាបេះដូងរបស់យើងអាចធ្វើឲ្យយើងស្រោមបេះដូង pericarditis ឬក៏អីគេមួយទៀតអាចធ្វើឲ្យយើង peritonit មានន័យថាម៉េច periton អី periton
Chứ sợ mà nó Sòng phải phù. nói. សងពូនតពេពេរីតូនីត Phúc. អាលៀកទៅលើ Sòng phù. សងពូនហ្នឹងហើយពេរីតូនីតហើយបើពេរីតូនីតវិញណាបើសិនមកអ្នកជំងឺហ្នឹងគាត់ពេរីតូនីតគាត់គាត់រីជាមួយនឹងសពទីសមីខ្លាំងហើយបាក់ធ្វើការនេះគាត់មានរោគក្នុងជើងខ្លាំងពេលដែលគាត់ពេរីតូនីតហើយអាចវិវត្តមួយទៀតចុងក្រោយបងអាប្រាំងស៊ីប៉ាគឺមេណាំងយឺតគឺរលាកទៅលើអីគេ Sợ khúc ba. ពួកបាក៏អាចដោយសារតែហ្នឹងហើយលាកទៅលើសំខួរហ្នឹងគឺក៏អាចដោយសារតែប្រភេទពួកបាក់ស៊ីដកុកហ្នឹងដែរឃើញទេអញ្ចឹងកុំឲ្យតែលឺថាទុយបែកវីឡូដឹងតែអាំងហ្វេសុងទៅលើពូម៉ុងចុះក្រៅពីលើពូម៉ុងគេហៅឲ្យឈ្មោះថាជា extra pulmonary TB គឺ TB តំណាងឲ្យទុយបែកវីឡូហ្នឹងគឺអាំងហ្វេសុងទៅលើក្រៅ organ ពូម៉ុងគឺអាចទៅលើបេះដូងធ្វើឲ្យយើង pericarditis ទៅលើស្រោមពោះ peritonitis វិវត្តទៅលើអនាញ់សព្ទទីសមីមានមេរោគក្នុងឈាមបន្តទៅទៀតហើយអាចវិវត្តធ្វើអនាញ់មេណាំងជីតអីនឹងជាដើមហើយមានបន្តទៀតគឺអាចធ្វើអនាញ់អីគេ hepatit ទៀតណាគឺនេះស្លាមអញ្ចឹងវាមានច្រើនម៉ូតច្រើនម៉ែត្រច្រើនបាក់ហើយនៅក្នុងនោះបើយើងនិយាយអំពីបើយើងនិយាយអំពី prevention តែតងជាមួយនឹងការការពារទៅលើជំងឺរបេងគេអាចប្រើប្រាស់មានវិធីពីរបែបទី1យើងចាក់វ៉ាក់សាំង BCG គឺ Bacillus Calmette Pneumococcal នេះ BCG វ៉ាក់សាំង BCG ចាក់ហើយអ៊ីសូឡាម៉ង់ដាច់ចាប់តែសាក់នោះរយៈពេល3សប្តាហ៍ចំពោះការព្យាបាលពេលដល់ណៃ TB ណាប៉ុន្តែដឹងអ្នកជំងឺរបេងព្យាបាលរយៈពេលប្រហែលខែមកឲ្យទីមាន2មាន4មាន6មកប្រហែលខែ 6 ខែបង ប៉ុន្តែណាគេថា2ខែណាខ្លះថា6ខែមកឲ្យមក6មកមានណាគេថៃទៀតទេយ៉ាចឹងដូចគ្នាយើងឆ្លើយចឹងការព្យាបាលទៅលើជំងឺរបេងគឺត្រូវការព្យាបាលរយៈពេល6ខែ6ខែឬរហូតអាចឈានដល់រយៈពេល7ខែប៉ុន្តែ6ខែហ្នឹងគេត្រូវមានក្បួនខ្នាតនៅក្នុងការដែលគេព្យាបាលទៅលើអ្នកជំងឺ tuberculosis ហើយការព្យាបាលទៅលើជំងឺ tuberculosis គឺគេប្រើប្រាស់ថ្នាំ antibiotic គឺថ្នាំប្រឆាំងបាក់តេរីថ្នាំប្រឆាំងបាក់តេរីវាមានថ្នាំច្រើនថ្នាំបាក់តេរីណាយើងថ្នាំបាក់តេរីថ្នាំប្រឆាំងបាក់តេរីដែលខ្មែរយើងហៅថាថ្នាំសាសវាមានប្រភេទរបស់វាច្រើនcòn này đã lưới penicillin amoxicillin ampicillin carboxy penicillin đã lưới tetracycline cephalosporin hai bởi vì bây giờ cephalosporin ý cứ có thắt được trong class nam antibiotic đôi khi hai cephalosporin ý cái miên pachabon ý chiên mà đó pram ý kì generation 5 ចំនួនណាគ្នាយើង5ចំនួនហ្នឹងមានថាថ្នាំ cephalosporin មួយដែលជាថ្នាំ antibiotic ហ្នឹងត្រូវបានផលិតមានក្រុមខ្លះថ្នាំចំនួនទី1នៃ cephalosporin ក្រុមថ្នាំទី2ក្រុមថ្នាំចំនួនទី2នៃ cephalosporin ក្រុមថ្នាំចំនួនទី3នៃ cephalosporin ក្រុមថ្នាំចំនួនទី4នៃ cephalosporin ហើយបច្ចុប្បន្ននេះគេឈានរហូតទៅដល់ចំនួនទី5ហើយគឺ second generation ចំនួនគេមានថ្នាំចំនួននោះគេហើយនៅក្នុងចំនួននីមួយៗ première génération second génération troisième génération quatrième génération និង cinquième génération គឺសុទ្ធតែមានថ្នាំប្រភេទផ្សេងៗគ្នាទាំងអស់ហើយវាយទៅលើបាក់តេរីប្រភេទផ្សេងៗគ្នាចូលរួមព្យាបាលនៅក្នុងជំងឺផ្សេងៗមានពួកទៀតគឺក្រុមថ្នាំ quinolone
miên fluoroquinolone miên meropenem miên ampicillin miên amigaxan đai khơi mi lu để lơ rồi có amigazin các bạn đấy bây giờ tôi tới cái ăn amigaxan tam luôn này cái vậy amigazin rồi có amigaxan cứ sắp tay chỉ năm antibiotic chẳng hạn hỏi ba cho bọn đi họ vây đây cái pruy bà rom đi mang mang phép này nhưng cứ chắc tân chỉ mũi nâng phép resistant này bạn thì resistant mình thay vì cứ chia sẻ phép rõ bỏ battery nếu không cả tục tôi chỉ mũi nâng năm antibiotic hãy xua tha hết ấy có một là hết mà nuôi dưỡng che tay bị bót tư nâng phép resistant chỉ mình nâng năm antibiotic cứ chậm lái cứ miên tại mũi thế cứ đòi xa tay cả pra năm antibiotic mình ban trầm trọng hỏi năm antibiotic bao ký này dương riêng mê riêng này kì idea infection disease agent infection disease agent ní nè nghe đại bỏng co rốt được nông luôn mà dương kiện trán bạn thấy đừng về đi nữa nè bà dây ông bạn thấy nè bộ này thằng hai mình mến tao nam mang tiêu vô tay miên đây mà ban năng thế nào cái dưới cứ miên mặc luôn mà gặp ly xong là trăm mình ó xong bây giờ bao còn trăm ó này một tham mình vô tay tràn bị hai tháng năm thì mới được muối vai tới lớn bạn thấy prophet xem nè cái dương riêng mày hiện đi đã hiện lọp lưới gram mày kì miên gram ấy gram bông gram nó gram giờ hai là gram nế hai nắng gram bầu nam mang tim vô tách miên thằng nam class vay ban để tơ lư gram nế thế hai thằng nam class vay ban để tơ lư gram bầu thế hai miên thằng nam class tiết anh vay ban chẳng bị anh vay chẳng tơ lư ban đang gram nế phong nângประเภทพวก gram โปพอcái hai ประเภทพวก narrow spectrum ជាមួយនឹង broad spectrum ដែលអាចវាយទាំងបានទាំង gram នេះទាំង gram โปអាខ្លះវាយបានតែ gram នេះទេឃើញទេចឹងហើយបានជាគេជាទូទៅគេឲ្យយើងយល់ឲ្យបានច្រើនតាមដែលធ្វើទៅបានគឺតាក់ទងជាមួយនឹង EDA បើសិនណាបើយើងអត់យល់អំពី EDA ផងសួរថាពេលដែលម្នាក់ជំងឺម្នាក់នឹងមានការបង្ករោគដោយបាក់តេរីថ្នាំអង្គទីប៊ីយោទិកhôm nay đâu vô mình nào bởi dưỡng ăn squat ba thì nhưng mà phết bụng gram ấy vào nó nên kết mày rồi ao mày mộng ao priu mày thì dừng mày nói priu nắng thì bả thoáng tha đời sao tại ba tỷ vì miên gram đấy vừa miên gram bầu hai mình mến trăm ta gram này gram bầu nên mình o chết đi nè bọn ai mưa mùi tiệt khi dương riêng ông thì dù tết mình khi dương riêng làm pi cái ra chẳng hạn giờ hai ta anatomy rồi bỏ bạn thì đi thử ấy anatomy riêng hai nữa nơi này như sao thì bỏ sợi bong dương này bong vô bỏ sợi bong dương mà bỏ sợi bong những toàn man riêng đấy thay khi dương riêng muốn sợi bong dương tiền bong vô mà bà hai như dương tị nèนึกน้องราชนาสัมปอนยังเป็นอนาโตมีระบบแบตเตอรี่มนุษย์ยังก็มีอนาโตมีแบตเตอรี่ก็วิมีนอนาโตมีbao nhiêu nàyมีรูปเรียงbao nhiêu nàyแบตเตอรี่ก็วิจัยสมยกจุนเชียงbao nhiêu nàyจุนเชียงตียังhai tay kiaเปรียบมันด้วยchỉ kia này khang hẹn này bà mình đối với cái hai cái khang hẹn spy nó hai cái cứ cứ món vậy cứ món nơi không kêu mà dưng miên ca sử dụng ADN này vậy protein này vậy đôi khi ní hòn sang ta xin được lệnh bạn đấy đôi khi sang ta xin được lệnh protein thêm thế miên protein 50 số bụi tế miên sao sẽ miên tạ tôn cho mũi nắng ca sử dụng tới lơ folate
sang tay polar thì gì sót tay chỉ ra chana sầm pon rồi bó hai ta nền như chỉ sôi tía rồi bó battery miền chuyển trang miền a để ăn rồi bó virus miền sung uỳnh tê ăn bó vía cứ 2 sập sang sập ta tương chúng mình nâng cao sử dụng protein này battery đại chứ battery về thời cao luôn nữa khơi về chla đặt khơi battery về chla đây chẳng vì trái ca cho này 2 đôi bây giờ mấy bạn chân battery hai tao tập Nam mang tìm việc tạch này khơi nhé miền penicillin đi bóng ui thôi này dương ở này dương sủi vô thế này khơi nhá penicillin đại cái dương cho nam lư mọc penicillin nè lư những cái năng penicillin trong tham đồng mũi cephalosporin K3P9 monabatam meropenem vancomycin bacitracin để cái dương lư những cái này bacitracin này còn tầm bấy đấy miềnประเภทพวกโซโฟนามิดเมียนทริเมโทปริมเมียนประเภทพวกกรอมกินเนโลนเมียนประเภทพวกมาโครลิตเมียนประเภทพวกคลังดามิซินเมียนประเภทพวกลีเนโซลิตคลอราฟินิกอลซัปโตกรามินทนามต่างอ่อนนั่งก็สดจีทนามบางทีอยู่เต็มอ่ะหายทนามบางทีอยู่เต็มอย่างมวยนึงวิโจรวมnơi nông ca pro trang chỉ mũi nâng ca sử dụng được bạn thấy nơi tam này chỉ gì miền tây nam mà chỉ muốn tới bạn ông tìm hiểu tây mà chỉ muốn tới bằng ạ từ lơ này gì kia nè ca sử dụng chỉnh chắc được bạn thấy miền tây nam mà chỉ muốn tới choរួមđược nông ca bằng ạ từ lơ axit nơi lấy được bạn thấy miền crom tây nam mà chỉ muốn đôi macrolide miền tetracycline erythromycin clarithromycin này cái chụp chở nữa bằng ạ từ lơ ca sử dụng protein rồi bỏ battery cơ giới thằng nào thì mùi nơi pela đại dương pra thằng nào mình bán tầm trời tới thằng nào mới thử vô mau bọc tới lơ ca sầm vô chỉnh tra rồi bỏ battery sót thử phở penicillin thử phở cephalosporin cho gì là xương city giả dỗ này dân sót dương bài chia từ vô thằng nào này kia macrolide vô mà phở từ vô chloramphenicol vô mà phở từ do tetracycline này chỉ một phiên bộ nam bằng ạ từ lơ ca sử dụng protein nè chẳng xui thà tao việc trời cô đau chỉ muốn nâng ca bằng ạ từ lơ ca sử dụng trang vào bạn thời giờ cứ tôi tập pe tới bạn thời gì vậy vì mình resistance high resistance ở này thời đang tham miền resistance pi bài tiền cứ cái hai ta resistance bài ký chỉ muốn năng resistance bài natural nè chụp natural thì một phải làm mày đây một phải làm mày natural cứ thò mà chết nó trong bên này mày để bởi khi gì thò mà chết vào nè tha dưỡng cả máu cứ gì bạn đi nó cứ vì đây tăng nhưng phật năng nó cứ ở từ một tập pe ký mới là mày ký cứ để xa tái dưỡng pra nam nâng chọn về tới bạn đi về xóm như mùi nâng này cái làm sao nè khởi nhận chẳng đây tăng cái miền tí bài cứ miền đây tăng này thì đấy nên đây tăng bài bạc kỹ hãy thằng nam mang tìm vô tới mình mến miền đại tâm thẩm văn nâng này thì po rồi bỏ thằng nam xa miền pi bài tiền thì để sao tại vì lại tầm khăn đã tôi mình tìm hiểu tách bằng cho cái dương vô là lại nè bạn chọn nên pi bài tiền cứ bạn tê để ship hay nữa bạn tế rồi dấu static bạn tê để ship nghe thế thì po rồi bỏ thằng nam mang tìm hiểu tách cứ sầm lắc bạn tự đi trao vô một tỏ pé bạn tê để dấu static hay rio static như thế vì miền sầm tập hiếp nơi không ca bằng ạ tơ lơ này sầm dốt nam mũi rồi bỏ bạn tự đi miền ta việc bằng ạ tơ lơ này
នៃការសំយោគរចនាសម្ព័ន្ធរបស់បាក់តេរីនៅផ្នែកណាមួយតទៅពេលបាក់តេរីស៊ីតមានន័យថាវាសម្រាប់បាក់តេរីនឹងចោលទៅមកឃើញទេប៉ុន្តែ FA របស់ពីរហ្នឹងថ្នាំគេមានថ្នាំ ថ្នាំអង់ទីប៊ីយោទិក FA បាក់តេរីស៊ីត FA នេះមានថាវាអតិពលណាអតិពលសម្រាប់បាក់តេរីនិងអតិពលប្រឆាំងជាមួយនឹងការផ្ដាច់ឬក៏ inhib ទៅលើការសំយោគរចនាសម្ព័ន្ធរបស់បាក់តេរីអញ្ចឹងមានថាមួយសម្រាប់មួយគ្រាន់តែបង្អាក់ឯងអញ្ចឹងថ្នាំអង់ទីប៊ីយោទិកមានពីរបែបចឹងទៀតហើយសួរថាហេតុអីក៏គេចាំបាច់បង្កើតអាថ្នាំខ្លះមាន FA បាក់តេរីស៊ីតអាថ្នាំខ្លះមាន FA បាក់តេរីយ៉ូស្តាទិកពីព្រោះដើម្បីកាត់បន្ថយទៅលើហានិភ័យនៃរេស្តង់នឹងឯងហើយជាមួយនឹងភាពតុកស៊ីតេគឺភាពអីគេពុលបាក់តេរីហងៃវាបង្កជាអីគេគ្នាយើងបាក់តេរីនិយាយមួយម៉ាត់មើលអីគេបាក់តេរីជាជំងឺបង្កជាជំងឺយើងហៅថាអីគេដោយសារអីគេវាបញ្ចេញអីគេនេះគឺវាបញ្ចេញតុកស៊ីនមកវាហ្នឹងឯងអញ្ចឹងនៅពេលណាដែលយើងសម្រាប់បាក់តេរីយកចោលមកវាអាចធ្វើឲ្យមានអុកម៉ង់តាស្យុងទៅលើតុកស៊ីនរបស់បាក់តេរីវា accumulation នៅក្នុងខ្លួនរបស់យើងអាចរីជាមួយនឹងតុកស៊ីនផ្សេងបើសិនបើយើងប្រើ FA បាក់តេរីស៊ីតច្រើនតទៅពេលដែលយើងប្រើ FA បាក់តេរីយ៉ូស្តាទិកធ្វើត្បិតតែវាខ្សោយប៉ុន្តែវារៀងសុវត្ថិភាពប៉ុណ្ណឹងពេលដែលគ្នាយើងចូលនៅក្នុងមេរៀនអង់ទីប៊ីយោទិកទៅយើងយល់អំពីទាំងអស់នឹងបានច្រើនអញ្ចឹងនេះគ្រាន់តែបងបញ្យល់តាក់ទងទូទៅនឹងអង់ទីប៊ីយោទិកឲ្យគ្នាយើងព្យាយាមស្វែងយល់អំពីថ្នាំផ្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានvìព្រោះដើម្បីកុំឲ្យយើងមានហានិភ័យទៅថ្ងៃក្រោយយើង resistant ជាមួយនឹងវាឃើញហើយបើសិនណាបើយើងនិយាយអំពីការព្យាបាលចុងក្រោយទៅលើ tuberculosis ជួនទៅ tuberculosis គេមានថ្នាំមកគេហៅថាថ្នាំស៊ីបរបស់គេ4ណាបងប្រាប់គ្នាយើង4ហ្នឹងគឺពាក្យកាត់គេនេះRIP គឺ RIP ថែមមួយទៀតពីក្រោយRIP ពាក្យកាត់របស់គេគឺពាក្យកាត់ RIP តំណាងដោយថ្នាំអង់ទីប៊ីយោទិកមួយឈ្មោះថា Rifampicin មើលនៅក្នុងឆាតបងស្រី Rifampicin E តំណាងដោយ Isoniazid Isoniazid ទី3 Pyrazinamide ទី4គឺ Ethambutolនឹងគឺជាថ្នាំអង្គទីtuberculosisថ្នាំដែលគេប្រើទៅលើមនុស្សដែលគាត់មានបញ្ហាជំងឺរបេងគឺ principal ថ្នាំ4ហ្មងគឺ Rifampicin Isoniazid Pyrazinamide ហើយជាមួយនឹង Ethambutol ហើយនៅពេលណាដែលគេប្រើទៅថ្នាំនឹងព្យាបាលនៅក្នុងរយៈពេល6ខែឬក៏4ខែនៅតែមិនបាត់គេអាចដូរថ្នាំជំនួសមួយចំនួនបានទៀតប៉ុន្តែបងសូមអត់និយាយទុកសិនពីព្រោះដោយសារនឹងវាច្រើនអញ្ចឹងគាត់ថាបងនិយាយថាថ្នាំ principal ដែលគេប្រើនៅក្នុងការព្យាបាលជំងឺ tuberculosis គឺវាមាន4មាន Rifampicin មាន Isoniazid មាន Pyrazinamide ហើយជាមួយនឹង Ethambutol ហើយអាថ្នាំទាំង4ហ្នឹងបើសិនបើគេនិយាយអំពីការព្យាបាលដំបូងណាគឺថ្នាំទាំង4ហ្នឹងគឺប្រើនៅក្នុងរយៈពេល2ខែជាប់គ្នា2ខែជាប់គ្នាថ្នាំហ្នឹងប្រើ2ខែជាប់គ្នាហើយបន្ទាប់មកបូកបន្តរយៈពេល4ខែដោយបន្ថែមទៅលើ Isoniazid ហើយជាមួយនឹង Rifampicin បន្តរយៈពេល4ខែទៀតអញ្ចឹងសរុបមកប្រហែលខែនេះយើងវាមិន6ខែអញ្ចឹង2ខែដំបូងគេប្រើ4ពេញគឺ Rifam Iso Pira Etam តទៅពេល4ខែក្រោយមកគេគ្រាន់តែបន្ថែមតែថ្នាំអីគេប្រើតែ2វិញហ្នឹងគឺ Rifampicin ជាមួយនឹង
isoniazid ហើយអាចបើសិនណាមិននៅបន្តមានគេនឹងទៅគិតបែបម៉េចទៀតគេត្រូវធ្វើអង្គទីវីក្រាមហ្នឹងនៅបន្តទៀតពីព្រោះសារពេលដែលយើងប្រើអង្គទីវីតិចនឹងច្រើនទៅវា risk គេភ័យតែមួយឯគឺនេះអេបាតូ toxicity គឺពុលថ្លាមអាហ្នឹងត្រូវប្រុងប្រយ័ត្នមែនតើនៅពេលណាដែលយើងប្រើទៅលើប្រភេទពួកថ្នាំជំងឺរបេងអញ្ចឹងនៅក្នុងសង្ខេបរបេងនៅក្នុងអាស៊ីក្រាសាទីរ៉េអាស៊ីរ៉ាមីហ្វេដែលមាននៅក្នុងបាក់ស៊ីដឺកុកអាចហៅយ៉ាងទៀតថាជាអាស៊ីតទ្រីបែកូឡូស្តេរិក formyl C19 C3 C17 COH monocarboxylic បង្កឡើងអត្ថប្រយោជន៍ responsive មានថាភ្នាក់ងារដែលឆ្លើយតបទៅនឹងការបង្ករោគ TB គឺ Mycobacterium ឬក៏យើងហៅថា Bacillus ហ្នឹង transmission តាមរយៈផ្លូវដង្ហើមហ្នឹងហើយឆ្លងហើយវា infection ទៅលើពូម៉ុងក្រៅពីពូម៉ុងអាចទៅលើ organ ផ្សេងៗទៀតក៏ peritonitis meningitis ជាដើមហើយនឹង hepatitis ជាដើមការពារទៅលើការច្បាស់ការឆ្លងនៃជំងឺរបេងចាវ៉ាសាំង BCC មួយវិញទៀតគឺប្រើប្រាស់ថ្នាំអង់ទីបាតិកគឺថ្នាំប្រឆាំងជាមួយនឹងបាក់តេរីឬក៏ថ្នាំផ្សះហ្នឹងហើយប្រាប់ចុងក្រោយប្រើប្រាស់ថ្នាំផ្សះសូមមានការប្រុងប្រយ័ត្នពីព្រោះដោយសារតែយើងដើម្បីចូលរួមនៅក្នុងការកាត់បន្ថយទៅលើហានិភ័យនៃភាព resistant បាក់តេរីទៅនឹងថ្នាំផ្សះដែលឯងកំពុងតែប្រើប្រាស់សពថ្ងៃហ្នឹងហើយថ្នាំអង់ទីប៊ីយោទិកវាមានច្រើនម៉ូដច្រើនម៉ែបច្រើនបាក់ច្រើនប្រភេទច្រើន brand name ច្រើន mechanism ច្រើន effect របស់វា penicillin tetracycline quinolone fluorouracil mero អំពីអាមីកាសាថ្នាំទាំងអស់ហ្នឹងសុទ្ធតែជាថ្នាំអង់ទីប៊ីយោទិកទាំងអស់ថ្នាំអង់ទីប៊ីយោទិក effect របស់វាអតិពលរបស់វាបង្អាក់ទៅលើការសម្យោគផ្នែកផ្សេងៗរបស់បាក់តេរីថ្នាំខ្លះបង្អាក់ទៅលើផ្នែកជញ្ជាំង protein ឬក៏ DNA របស់បាក់តេរីថ្នាំខ្លះទៀតអង់ទីប៊ីយោទិកអតិពលវាជា effect bactericid ឬក៏ bacteriostatic ហើយថ្នាំអង់ទីប៊ីយោទិកខ្លះទៀតវាយបានតែទៅលើក្រាមនេះទេក្រាមពោវាយបានទេមានថ្នាំខ្លះអង់ទីប៊ីយោទិកខ្លះទៀតវាយបានទៅលើក្រាមពោមិនអាចវាយទៅលើក្រាមនេះទេមានថ្នាំអង់ទីប៊ីយោទិកមួយចំនួនទៀតបានវាយបានទាំងពីរវាយទាំងទៅលើក្រាមនេះផងទាំងទៅលើក្រាមពោផងហ្នឹងគឺជាថ្នាំអង់ទីប៊ីយោទិកហើយការប្រើប្រាស់សូមមានការប្រុងប្រយ័ត្នដើម្បីយើងកុំឲ្យមានហានិភ័យជាមួយនឹង resistant ហ្នឹងគឺតកតងជាមួយនឹង tuberculosis មួយចប់ទូមិនមែនទូបងនិយាយសឹងតែខ្ទេចអស់អង់ទីប៊ីយោទិកគាត់ថាតិចទៀតទៅអាណៃរៀនដល់ថ្នាក់ឆ្នាំលើគេនិយាយអំពី tuberculosis បឋមម្ដងទៀតទៅគ្នាយើងយល់ហើយ Mycobacterium infection ទៅលើពូម៉ុង extra pulmonary អីផ្សេងទៀតការប្រើប្រាស់ថ្នាំអីហ្នឹងគឺវាលើគេដេតាយយើងលម្អិតជានឹងបន្ថែមទៀតគឺយើងងាយស្រួលយល់អំពីទាំងអស់ហ្នឹងហើយកុំភ្លេចព្យាយាមយល់អំពី infection disease agent ដែលបានច្រើនតាមដែលយើងអាចធ្វើទៅបានពីព្រោះដោយសារតែ infection disease agent បកប្រែជាភាសាខ្មែរយើងថាភ្នាក់ងារបង្ករោគហើយភ្នាក់ងារបង្ករោគគឺមានអីទេ virus bacteria parasite fungus ផ្សេងបង្កចេញជាជំងឺអីស្គាល់មេរោគនឹងប្រភេទមេរោគអី bacteria អីក្រាមអីក្រាមនេះក្រាមពោ virus ប្រភេទអីឈ្មោះអី salmonella ត្រូវវាយអង់ទីប៊ីយោទិកឈ្មោះអីតែបង្កជា fetal typhoid ហើយយើងគ្រុនរបៀនរាល់ថ្ងៃដែលគ្នាយើងខ្លះកំពុងតែគ្រុនរបៀនដល់ឥឡូវហ្នឹងឃើញសោះតែតកតងជាមួយនឹង infection disease agent អញ្ចឹងរៀនពេទ្យវាមិនស្រួលទេវាមានភាព complicate គ្នាច្រើនយូរទៅនៅក្នុងនោះបញ្ចប់ពីអង់ទីប៊ីយោទិកចូលមកដល់អាស៊ីក្រាស៊ីក្លិចហ្នឹងហើយមានអ្នកខ្លះគេថាណោឈឺចាប់ក៏ fetal typhoid បង្កឡើងដោយបាក់តេរីភេទអីមកគ្នាយើងមើលដកឃ្លីទីមើលក៏ឡើងបាក់តេរីអីគឺខ្ញុំណែលើ
salmonella Chứ bọn Đây bông. hiền ideal salmonella typhi Cô chỉ còn bồ biến nó người bông. là ngày salmonella typhi hai salmonella ní vì miền pi bài thì miền và phê bộ salmonella typhi chỉ mũi nâng và phê bộ salmonella paratyphi hai typhi vì bằng con mê đốt vậy kia thưa dương theo thì Việt cư dương côn bù biến thôn cô là ngày rồi là bây giờ côn bù biến thằng nam mày kịp phở thì mẹ vay và bạch nón từ lơ salmonella nó cứ kịp phở và phê bụ thằng nam Ceftriaxone đại chia và phê bụ thằng nam thất nơi không thằng nam class này cephalosporin troisième génération chuẩn đoán tí bấy này trong bài ta lại tầm miến đã miên tu nhiệt tí nơi không ca bằng ác từ lơ ca sầm dốt nay chuẩn trang rồi bỏ battery cứ xe vào sang tải rồi nhà trong đọc pin đến kia mi battery nữa không phải sân vật đi dương a nhé số đi mì lê chẳng nhiều Bông này anh nâng nhưng hà thăm năm bằng bát biết ba bàn tay nhưng bởi ông hà vợ sáng cò bằng bát ban lại sang là cọt đấy vì vô dương chơi thì phải dương đằng đặc biệt này dương chlong phòng hay chơi thì ít việc chlong tạm biệt cho này hai dương nhầm chuẩn hai nè sẽ trì tới vài từ này dương đằng tụ mà chơi đón trong biệt tất đi chẳng hay khi dương này chơi đứng đằng dẻo ấy p đề chơi thì phải ít miền là độngอย่างnày chơi chặtอย่างnày tập chỗ mà đó xích ra xích kỳ tha ông phơ được thu với lừa xích ra xích click đang lệ sumogra cái ban gì thá rồi phê buộc xích ra xích click ông phơ dương ai đốt việc hứng xích ra xích click nơi không nóng brain sumogra cứ chỉ một phê brain để kỳ vô mà liếp lừa spike phê để dương miền infection lừa spike lừa ấy á hôm nay ai phở một phép phụ il để sonograph thì bạn để từ bóng đạo ấy mở thì sử dụng cho anh nó cứ vô tư lật đây con nông nía nè chả cái giờ làm này đã khơi như cái này giờ mày đã lưu brain thôi mà chia để cái vô mình liếp lừa spike lừa ấy nè cứ chờ về qua dịch ra xích lệnh xung một gạo ỏi rồi nhé tại bọn cái đặc này dùng sơ ban chạm vào ông mà này đây khơi tôi là pe cái dương đi tàu pe điên hai chấm và pe địch này dương thì can là bò tới bây giờ ai khơi bàn bàn tâm trạng này cho hiện đá rồi giờ pe bộ xung một gạo pe bộ pre đó này cái ai vô từ phía ba bàn nên để có miền Tây nha anh phải xong lừa bài bảo con bạn thì xin xế anh cho tờ liệp bàn tay vì mà giờ khi mà là phép được không cả tay tầm mong mà viết cứ viết sao ấy sao mình tên rồi dương lại trong ban sẽ bay lượng ấy giờ còn này dương ai do tờ liệp bài này chẳng hạn này xem mà giờ tôi tới tay này khơi nhu lô thì sai thì gì cái brain cái bông lư được một brain là ngộ đây là ngộ thôi mà chết mấy một play bán này kênh kia like lũ online ngủ hụt đăng được không? Ai từ supplement online ngủ hụt đăng được không? dùng tới bón ai là kia like đã tôn mùi le đã tôn mấy nó bông cùi sạp dùng tới bông cùi sạp là bây giờ bông vô một hẹp đi tha cứ ba cho bọn ấy khơi tha lé hơi đừng brain mà chừng brain liệp lư bay ao mặt so mặt rồi luôn mặt rồi láng ấy đó khơi lũ cha na lừa thì xả hay đi bong phèo trứng thảo bó mình ham khoát như dương tê này không khai để dương đi dương tinh mà phở con tài dương trong luôn phải bàn vũ sóc cặp phê phải bàn là ó rừng mom cung vung dương vãi được hay gì mến cứ mưa quality hai nừng mưa từ lớn thì chister bó cả xuồng tranh mà how này mạch thấy đi bong hiên in rồi nào
giang hai na tổng róm tại khi dương riêng chọc lầm mồm nhạc la làmឆ្នាំnhạc la bầm mùiឆ្នាំnhạc la bầm pơឆ្នាំdương chó tơ đồng ti đồng ấy mà này cũng pay hai đây có bao nhiêu thay cũng thấy tiết tiết phải chia chun cam chi dưới nâng miên hai bị pay trao tư lư chủng ngữ gì kì dựng đấng ấy nè bảy mùi khláu bị đồng rong núm bảy đời sai kì và cho bón online còn bốn tái từ bán vì lúc nửa lười kì tìm sao khơi nhỉ lúa nha chờ lúa bán này ấy lúa bán này chỉ phanh hè đây tính người tính mau việc phở bán được đi bàn tay khó tay việc phở liếm xả phải điểm tranh liếm thế bay hai một toàn tranh nhỉ của mũi khai cầm toàn tranh này lao con tải nở pê nào mũi viên đừng tranh ở dương khơi hai tổng đó để tranh dương khơi là mó mà pê dương hiện chọc hai bóng khơi chó nè ta gọi là bông mình che mình giấy mà là bông khơi lai khơi xây na ôi hoặc luôn gặp đi chơi là lũ chơi này chơi nó xây bay so bay slang so lấy so slang xây nữa ơi phía bà ba hay sót tay sót giật môi pe đấy nè thì hơi sót tay chỉ substance chimic kimi này viết trong thì sao này khi to đừng phê mà bài theo bài bao giờ này đừng khơi mà substance kimi ní cái ly mấy tranh nhỏ so tranh nhỏ bò đi tranh bò nu này trong ban bò ấy các bạn ấy kinh mấy bò này chứ cho được nông lép bò này lý trong ban bò ấy trong ban bài so đại ta mà sao ly gì mùi nâng và phê tụ bạn sẽ ti sinh mà nhỏ bài so bài trắng nè ở đó bóng giấy đẹp như tôi thế là tao ngồi bài so bài xây đâu nhé bó ở trong so này tiếp bóng tin lên này trắng chỉ tôi tới chương ai đó khơi nhà xích ra được nông và phê tụ play nâng bán hai nâng và phê tụ acid gracic lên nước cột miên và phê tụ acid prostanoic đây đại chia vào phê tụ acid gracic xong xếp đại dương thử nom trôn nơi tam vậy cho nên hà này để với miên cả bao nào phải acid prostanoic ní cái ban gì thao vi cư chia substance hormonal thiệt hormone đại choរួមnữ non cả contraction từ lơ muslis hai acid prostanoic ní vì thắt nữ non chẳng cao nay class eco zanoic hai cầu vi chia và phép bụi substance mũi đại miên effect vasodilator khăn này vasodilator hai con mai chỉ muốn ai phơi miên contraction từ lơ muslis lơ rong và dưỡng nhẹ contraction từ lơ muslis khi trong thằng đã từ lơ rong phơi dùng rong cùng sự sống ai bị class phơi miên vasodilatation vì bố việc thắt nước nông trồng náo trồng cao đấy eco zanoic nước nông nút này acid somograte mình nè rồi giờ hay thay il de somogra acid gra các bạn đọc bằng vậy Shane aliphatic Shane aliphatic xài liệt tạc mình chọc đói ta mà dạ xích cyclo on tanic cyclo on tanic nâng tạ tông dùng mùi nâng bậc hết của acid gracic lệch đại miên kia rọc hơn chịu hết của acid prostanoic rư có il de somogra nơi con nụ tạ tông chỉ mùi nâng alcohol tông với alcohol acid gra bộ alcohol cho những cái này chỉ tiếp sau mọi cái alcohol thì hiện nó nóng plate lấy ra chẳng alcohol bộ acid gra mình chỉ tiếp sau mọi lipid thế có cái ban này giấy tha vía compo giống đấy lipidai cho bởi vì cả làm việc gì đã bỏ có lipid có aliphatic glycerol choline cái này dương với choline là nè choline bắt dùm lấy ra đây cặp tay bong hơi chứ ăn xào vậy choline ethanolamin sphingosine serin cái nước glycerol muối mà dây
hai ta glycerin rứ có cái hai ta triacol cái trong miền đây thằng mày triacol miền này mày មានប្រតិជាកល3 ở này bắt đặt bị đang trình mà tri hay bột hay đạo còn miền này mày như cái này miền mày cứ cô mình triacol 7 triacol cứ bóng đã biết đằng đặt ở cái dương mưa này chẳng glycerol rứ cái dương hai ta glycerin hai chi bị xét cái dương nè đi công tha ở đây khơi glycerin đi ở sao thở hết cái dương bơ bông xu này đi phình dần pro nơi sinh nghiệp pro này dương đã chứ sầm đó năng hưởng sợ này thì những đây nè đi đây lưu cái glycerin này ở đây lưu một năm bông bom chưa ở đây vậy mà là bông ở đây lưu này là ជាអត់អាចចាប់អារម្មណ៍ចឹងបងគួយទៅលាបសក់លាបអីយើងអត់ចាប់អារម្មណ៍អីចឹង ពេលដែលណៃទៅលាបសក់ពេលដែលណៃទៅអបសក់ពេលដែលណៃទិញសាប៊ូលាបសក់សាប៊ូលាបសក់ប៊ូកក់សក់ប៊ូលាបសក់ផ្សេងនេះអនឡាញទៅមើលនៅក្រោយសបកកំប៉ុងប្រកាសជាឃើញ glycerin ចឹង glycerin ខ្ញុំសុំសួរបងតើតើនឹងការចាក់ថ្នាំឲ្យសាច់ស្អាតមានបេកូបេប៉ង់តែនយូទីនអីហ្នឹងហ៎អាហ្នឹងគេចាក់ដូចស្ត្រីគាត់សម្ដាលកូនហើយហ្នឹងគេចាក់ប្រហែលមកទៅបងអូអាហ្នឹងអាស្រ័យគ្រូដែលម៉ូតូហ្នឹងខាងឯកទេសដែរបើស៊ូបងអត់អាចឆ្លើយបានទេព្រោះដោយសារហ្នឹងវាតាក់ទងមួយខាងផ្នែកឯកទេសគេចាក់ម៉ានមុខអីចឹងណាហ្នឹងទៅខាងឯកទេសហ្នឹងហើយមកអញ្ចឹងយើងទូទៅហ្នឹងហើយទូទៅ glycerol ឬក៏ glycerin ឬក៏ triacol ក៏3ណា glycerin ណែជួបអាប្រេងធម្មជាតិសម្រាប់លាបសក់ហ្នឹងនេះយើងជួបច្រើនណាស់ហើយនេះគេដាក់រូបភាពឯងមុនហើយនឹងក្រោយពេលដែលយើងប្រើប្រាស់ហើយនារីគ្នាយើងប្រហែលឲ្យស្ងៀមពេលអនឡាញទៅទិញឥឡូវអនឡាញកុំព្រានចាប់អនឡាញកុំភ្លេចទៅមើលផលិតផលសាប៊ូកក់សក់សាប៊ូអបសក់ផ្សេងៗអនឡាញកុំភ្លេចដើរទៅមើលពេលយើងចប់មកហ្នឹងអនឡាញប្រកាសជាឃើញមាន glycerin គេដាក់ក្នុងហ្នឹងគឺធ្វើឲ្យគេនេះធ្វើឲ្យសក់ឲ្យគេបើយើងសក់ថងបង សក់ត្រង់សក់ត្រង់ហើយនឹងរលំព្រិលមកឃើញទេអនឡាញទៅមើលបងឃើញបងថាតែបងធានាតែឃើញបងខ្លាចតែគ្នាយកអត់មើលទេ dissolution ទឹកហើយនឹង ethanol per dissolution ដង benzene ឬក៏ CHCl3 benzene គឺជាប្រភេទពួក aromatic អីគេ hydrocarbon ឬក៏ hydrocarbon ហ្នឹងហើយអីគេនេះអត់ពណ៌មួយក្លិនប៉ុន្តែ toxicity ខ្លាំងអាចកោសបណ្ដាលឲ្យយើងចេញ carcinogen អីជាគេជា carcinogen គេយើង carcinogen នេះការបង្កើតឬក៏ការជំរុញធ្វើឲ្យមានអីគេកង់ស្ទះគេហៅថា carcinogen ហើយបង់ហ្សែននេះត្រូវបានគេប្រើប្រាស់សម្រាប់ការផលិតជា plastic ថង់ plastic យើងគ្នាចឹងហើយបាននិយាយទៅពេលដែលយើងទិញរបស់មកណាគ្នាយើងអូនឯងឃើញនៅអឺរ៉ុបជាមួយនឹងនៅកម្ពុជាយើងខុសគ្នានៅអឺរ៉ុបពេលដែលគេខ្ចប់ចំណេះហើយគេខ្ចប់មួយគេខ្មែរយើងដាក់អី plastic ថង់ហើយអានេះមើលនោះអីគេ highly
មែននេះបងខ្មែរយើងដាក់កណ្ដាស់ដែរប៉ុន្តែខ្ចប់ខាងពីលើមួយទៀត ហ្នឹងអញ្ចឹងល្អទេតាមានន័យ គាត់ដាក់ទាំងពីរ ប៉ុន្តែពាក្យច្រើនកម្ពុជាយើងគឺគាត់ចូលចិត្តអីគេឆាច់ឡើង ខំខ្មៅ ឆាច់ឡើងថង plastic អណៃមើលទៅហើយនេះបងគ្រាន់តែសង្កត់ឲ្យអណៃយល់เลยនិយាយបានខ្លះនេះបងហ្សែនមិនបាច់និយាយថាវាមិនសូវមានពណ៌មិនសូវមានក្លិនវិញទេអ្វីដែលសង្កត់ធ្ងន់នេះបងចង់រៀនយល់គឺ highly toxicity ខ្លាំងអាចវិវត្តធ្វើអណៃចេញកង់ស្ទះហើយត្រូវបានគេប្រើប្រាស់វាសម្រាប់ការផលិតជា plastic ឃើញទេតលតែពេលយើងប្រើប្រាស់អានឹងដោយអត់ដឹងយូរទៅមួយឆ្នាំទៅមួយឆ្នាំមួយខែទៅមួយខែមួយថ្ងៃទៅមួយថ្ងៃគាត់ឯងឃើញហានិភ័យនៃអ្នកដែលគាត់កាត់កង់ស្ទះការឡើងពីមួយឆ្នាំមិនមានថមថយតិចថាអនឡាញថាពីមួយឆ្នាំទៅមួយឆ្នាំហានិភ័យនៃជំងឺកង់ស្ទះថយចុះណូគ្នាយើងបើគ្នាយើងមើល research វិញបើគ្នាយើងទៀតត្រូវឃើញ research ទៅអីមនុស្សជុំវិញពិភពលោកកំពុងតែវិវត្តទៅលើហានិភ័យនៃជំងឺកង់ស្ទះគឺច្រើនហើយជាពិសេសកម្ពុជាយើងនេះបច្ចុប្បន្ននេះឃើញនៅបរទេសពីច្រើនឥឡូវគេដូរកាំបិចគេប្រើតាំងយូរគេប្រើกระดาษខ្ចប់តាំងយូរហើយប៉ុន្តែកម្ពុជាយើងដល់ឡើងទៅដល់អាគីអូនឯងទិញរបស់អីក៏ឃើញតែថង់ដែរអញ្ចឹងប្រយ័ត្នមែនតើពេលអូនឯងប្រើរបស់មួយដែរគាត់ថាក្តៅណាដាក់ចំណេះឲ្យយើងចូលហើយប៉ះក្តៅអញ្ចឹងវាលាយជាមួយនឹងថង់ហ្នឹងវាបញ្ចេញ substance វាមកតិចម្ដងថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3មួយឆ្នាំ2ឆ្នាំវាមិនតាន់អីទេប៉ុន្តែយូរទៅយើងវាភ្លេចខ្លួនយល់ហើយសូម្បីតែអីគេនេះយើងសូម្បីតែនេះបងគូសនេះដបទឹកសុទ្ធអនឡាញផឹករាល់ថ្ងៃហ្នឹងឃើញហើយអនឡាញហ៊ានតែដាក់5ថ្ងៃអនឡាញយកមកផឹកវិញមកពីព្រោះដបទឹកសុទ្ធរបស់យើងក៏ជាអីគេនេះកើតឡើងមកពីពួកអស់ហ្នឹងដែរអញ្ចឹងកុំភ្លេចថារបស់ដែលអនឡាញកំពុងតែប្រើរាល់ថ្ងៃហ្នឹងបំផ្លាញសុខភាពរបស់យើងដោយមិនដឹងខ្លួនសូម្បីតែបងដឹងអំពីរបស់ហ្នឹងបងរៀនគ្នាយើងបងស្គាល់ពីរបស់ហ្នឹងច្រើនបងជួបច្រើនបងដឹងច្រើនថារបស់ហ្នឹងវាប្រកបជាតុកស៊ីទេចេះប៉ុន្តែសួរថាតើយើងអាចគេចផុតអត់នេះយើងចម្លើយគ្នាអាចឆ្លើយតម្លៃបានថាគឺពិបាកនឹងគេចផុតណាពីព្រោះដោយសារតែបរិបទនៅក្នុងសង្គមរបស់យើងគឺកំពុងតែស្ថិតនៅក្នុងការប្រើប្រាស់អាហ្នឹងប៉ុន្តែយើងគ្រាន់តែអាចមានវិធីតែមួយគត់ទេគឺព្យាយាមអីគេបងអាចប្រាប់គ្នាយើងបានតែមួយគឺព្យាយាមកាត់បន្ថយតាមអ្វីដែលអាចធ្វើទៅបានសូម្បីតែសួរតាបងយល់អំពីរបស់ហ្នឹងបងអាចគេចផុតពីការប្រើប្រាស់របស់ទាំងអស់ហ្នឹងអត់ប្រកបណាស់គឺមិនអាចទេព្រោះពេលដែលបងទៅទិញរបស់ពេលបងទៅទិញចំណីញ៉ាំគេដាក់តែផ្លាស្ទិកឲ្យហ្នឹងអញ្ចឹងសួរថាតើយើងអាចគេចផុតឲ្យយើងមិនអាចគេចទេប៉ុន្តែគ្រាន់តែពេលដែលយើងដឹងឬក៏ពេលដែលយើងញ៉ាំចំណីអាហារអីយើងព្យាយាមកាត់បន្ថយទៅលើការប្រើប្រាស់ផ្លាស្ទិកទៅដើម្បីយើងកុំឲ្យរីកជាមួយនឹង toxicity ដែលវិវត្តទៅឲ្យ carcinogen ដោយសារតែប្រភេទពួកបងហ្សែននេះគឺវាមាន toxicity ខ្លាំងហើយដែលគេប្រើប្រាស់វាជាការផលិត plastic ហើយថ្ងៃស្អែកយើងនឹងបន្តទៅដល់តទៅមួយ chloroform ហើយនឹងឬក៏យើងហៅថា trichloromethan ហើយបងនឹងនិយាយអំពី triglyceride ឲ្យស្ដាប់ទៅជាមួយនឹងថ្ងៃស្អែកបន្តទៀតមកគ្នាយើងមានសំណួរអាចសួរបងបាទបងស្បលើគេថាលាបលេអាចធ្វើឲ្យប៉ះពាល់ដល់ម្ដងនោះបកកប៉ះពាល់ថាមានអីអត់ត្រូវប៉ះពាល់លាបលេពេលដល់ណាលាបលេទៅលើស្បែកជាតិចូលក្នុងស្បែកក្រោមស្បែកមានអីគ្នាយើងបងស្បប្រាប់មុនកាពីយ៉ាមិនត្រូវនាំឲ្យរបស់ទាំងអស់ហ្នឹង substance ដែលយើងលាបហ្នឹងទៅកាន់ organ ផ្សេងធ្វើតាមធ្វើការងាររបស់វាហើយ substance អស់ហ្នឹងត្រូវបានកោសិកាយើងស្រូបធ្វើការហើយរបស់ដែលចូលនៅក្នុងខ្លួនបងតែប្រាប់ថាចូលនៅក្នុងខ្លួនត្រូវតែយើងដឹងហើយគឺត្រូវតែចេញមកវិញហើយសួរតែចេញមកមានផ្លូវណាដែលត្រូវចេញគឺចេញតាមរាំងស៊ីប៉ាល់ជាងគេគឺតម្រងនោមរបស់យើងឯងហើយអាចវ៉តាមរយៈគេហៅថាវ៉សិចអង្គតរ៉ូអេប៉ាទិកគឺតើទៅមួយថ្លើមហើយនៅពោះវៀនរបស់យើងដែលចេញមកតាមរយៈលីមួករបស់យើងនឹងបានហើយយើងទៅវ៉ដែល eliminate ចោលនៅក្នុងរូបយើងអាចមានវ៉អេប៉ាទិកឬក៏វ៉
renal ដែលជាវត្ត principal ជាគេហ្នឹងអញ្ចឹងការប្រើប្រាស់ទាំងអស់ឲ្យតែនាំចូលទៅក្នុងគ្រូរបស់យើងជាទូទៅបើយើងនិយាយអំពី word administration ណាយើងថាផ្លូវដែលនាំមិនថានាំទាំងថ្នាំមិនថានាំទាំងចំណីអាហារយើងចូលទេ word administration បើនិយាយអំពីថ្នាំវិញword administration របស់ថ្នាំអាចជាប្រភេទពួកអីគេថ្នាំនិយាយមានថ្នាំវិទ្យាលេខលេច្រឡំលេថ្នាំលេបអីគេទៀតចាក់អីគេទៀតសល់គេហៅ word administration ណាចូលហើយដល់ពេលវត្តចេញព្រោះតែចូលត្រូវចេញហើយទោះបីអនឡាញចាក់ក៏ដោយអនឡាញលេបក៏ដោយអនឡាញសល់ក៏ដោយវត្តត្រូវចេញរេណាទឹកនោមហ្នឹងហើយមួយវិញទៀតគឺសេចអង់តេរ៉ូអេប៉ាទិកយើងហៅថាវត្តតទៅជាមួយនឹងនេះមកសេឲ្យលើនេះអង់តេរ៉ូអេប៉ាទិកគឺតាមរយៈវត្តពោះវៀនហើយនឹងថ្លើមរបស់យើងហ្នឹងឯងឃើញទេពីរនឹង principal យ៉ាងគេធំជាងគេហ្នឹងបងធំជាងគេហ្នឹងគឺរាំងហ្នឹងឯងមកបងសុំមួយគេមិនថាបង Zen is used to make plastic ហ្នឹងប៉ុន្តែចូលពពួក bisphenol bisphenol ក៏យកទៅផលិតបានដែរ bisphenol ចូលពីហ្នឹងមួយណាវា risky ជាងបងពេលដែលផលិតថង់ plastic ហ្នឹងបង Zen ភេទពួកបង Zen តុកស៊ីតេជាងគេហើយបងធ្លាប់មើលការបងចាំដូចជាបងនៅក្នុង lab លើកមុននេះដូចជាបងពេលដែលបងទៅយកប្រភេទពួក substance បង Zen ហ្នឹងបងត្រូវប្រយ័ត្ននឹងការបងធ្វើនៅក្នុង lab គឺចង់ភ្លេចអស់ហើយនៅក្នុងការអនុវត្តនៅសាលាណាតើតមួយ chemic ពេលដែលយើងទៅយកប្រភេទពួកបង Zen ឬក៏ប្រភេទពួក phenol ផ្សេងៗហ្នឹងគឺយើងត្រូវប្រយ័ត្នពីព្រោះដោយសារ substance ហ្នឹងអាចគេហៅថាតាមវ៉ aerosol ណាតាមវ៉យើងគេហៅ hurt ចូលឡើងគ្នាយើងអញ្ចឹងពេលយើងបើកមកគេឲ្យយើងត្រូវពាក់ម៉ាស់ពាក់អីព្រោះពេលដែលយើង hurt ចូលវាអាច infection ឬក៏ inflammation ទៅលើ organ ចេញជាជំងឺផ្សេងៗអញ្ចឹងរបស់ទាំងអស់ហ្នឹងគឺគេយកមកប្រើប្រាស់ប៉ុន្តែគឺត្រូវប្រុងប្រយ័ត្នហើយថ្នាំនាងដែលឮគេចាក់ថ្នាំរក្សាគុណភាពឯងតែឮឯងគេចាក់អីគេថ្នាំរក្សាគុណភាព Phọc miêu nàyបង phọcអីគេ phọc អី Phọc miêu phọc miêu ឬក៏ phọc phọc mol បងright nàyឃើញហ៎nàyឃើញហើយនេះក៏ផ្លែឈើរបស់យើងនៅស្រស់ បងតែពួក phọc mol ហ្នឹងចាក់ឲ្យខ្មោចដូចមានសាច់នៅស្អាតហ្នឹងមែន ចាំគេថាថ្នាំរក្សាគុណភាពមិនថាស័ក្តិសមគេថាថ្នាំរក្សាគុណភាពហើយគឺថា phọc mol phọc អីហ្នឹងភេទពួកយើងហៅថាភេទពួកបារតបើអីហ្នឹងឃើញគេសូត្រតែប្រើទៅលើអីគេប្រហិតនៅក្នុងប្រហិតនៅក្នុងចំណីអាហារដែលយើងញ៉ាំចូលរាល់ថ្ងៃហ្នឹងជាពិសេសគេបន្លែផ្លែឈើហ្នឹងហើយសួរថាបើសិនថាមិនរក្សាអញ្ចឹងសួរថាតើនាំដឹកមកដល់ហ្នឹងវាមិនខូចបាត់ហើយអញ្ចឹងនៅតែយើងកិច្ចបំផុតពីអាការជួលរបស់ទាំងអស់ហ្នឹងឯងគឺបងដឹងថារាល់ថ្ងៃបងពេលដែលបងចូលលាគីបងអីបងដឹងថារបស់ទាំងអស់ហ្នឹងគឺទៅនាំតែមកដឹកដល់ខ្មែរវាត្រូវឆ្លងកាត់ការរក្សាទុករក្សាគុណភាពរយៈពេលយូរអញ្ចឹងគេត្រូវប្រើរបស់ណាដែលរក្សាគុណភាពមានអីទេក្រៅពី substance គីមីហ្នឹងហើយពីពួក formol ពីពួក ACC nàyគេប្រើប៉ុន្តែគ្រាន់តែកម្រិតដែលគេប្រើគេគិតអំពីសុវត្ថិភាពប្រជាជនប៉ុន្តែសួរថាតើវាទោះបីជាគេប្រើ limit ក៏ដោយសួរថាតើវាអាចនៅតែជាសុវត្ថិភាពសម្រាប់ខ្លួនរបស់យើងអត់ទេបងវានៅតែចម្លើយគឺវានៅតែអត់ចឹងឯងអញ្ចឹងតើព្រោះបើថាមនុស្សរបស់យើងគឺកើតចាស់គឺស្លាប់ហើយកុំឆ្លងតែឈឺសួរមកបាទអត់អីបើនិយាយសិនណាខ្ញុំសួរហ្នឹងហើយកុំឆ្លងថាមនុស្សយើងហេតុអីក៏សុកចេញឈឺសុកឈឺនេះសុកឈឺនោះគឺដោយសារអីកុំភ្លេច biochemistry substance សារធាតុដែលអនឡាញកំពុងតែញ៉ាំរាល់ថ្ងៃហ្នឹងឯងគឺមានទាំងអស់នៅក្នុង biochemistry គេនិយាយអត់ទៀតពេលដល់ហ្នឹងនិយាយថាទៅដល់គេហៅថា degree មួយនៃពេលដែលយើងអាចយល់អំពី biochemistry បានច្រើនលើសពីអ្វីដែលបងបរិញ្ញាទៀតបន្តទៅមុខទៀតអនឡាញយល់ថាតាមពិតទៅអ្វីដែលយើងកំពុងតែរស់នៅជាមួយនឹងវារាល់ថ្ងៃគឺបាននឹងកំពុងតែគេចម្លើយគឺកំពុងតែបំផ្លាញគេសុខភាពរបស់យើងម្ដងបន្តិចអត់លឿនទេប៉ុន្តែម្ដងបន្តិច
ហើយគប់សំនៅពេលណាដែលប្រព័ន្ធការពាររាងកាយរបស់យើងរៀងអីគេខ្សោយផងទៅឃើញទេអញ្ចឹងកុំឆ្ងល់ថាយូរទៅមនុស្សយើងការចាស់ស្លាប់វាជារឿងធម្មតាដោយសារតែតាមរយៈនៃហើយយើងញ៉ាំចូលការដែលសារទុកគុណភាពប្រើ substance គីមីផ្សេងវាប្រើថ្ងៃហ្នឹងវាមិនតាន់អីទេទោះបីជា limit ថាប៉ុណ្ណឹងវាក្នុងខ្លួនរបស់យើងអាចទប់ទល់ជាមួយនឹង substance ប៉ុណ្ណឹងបានវាមិនអង្គជាទុកទោះទេប៉ុន្តែសន្សំមួយថ្ងៃបន្តិច accumulation មួយថ្ងៃបន្តិចទៅឯងបាទសុំមើលអាកន្លែងបើនិយាយថា enterohepatic ហ្នឹងឯងអាហ្នឹងវត្តហ្នឹងមានរបៀបម៉េចបងវត្ត 6 enterohepatic ហ្នឹងមានន័យថាគឺជាវត្តមួយដែលថ្នាំធ្វើ metabolism ហើយវាត្រូវបាន eliminate ចោលតាមរយៈ hepatic របស់យើងហូរតាមរយៈវត្ត bilia ចូលទៅក្នុងអង្គររត់ទៅកាន់កោសិកាពោះវៀនធំចេញតាមអីគេចេញតាមអីពោះវៀនធំចេញតាម rectome របស់យើងអនឡាញដែរឃើញពេលដល់ណៃលេបថ្នាំអីពេលខ្លះគឺយើងឃើញលីមូរបស់យើងពណ៌លឿងឯងឃើញទេដែរចំណាំឃើញដែរមើលឡងចឹងហើយកុំឆ្ងល់ថាពេលខ្លះអនឡាញលេបថ្នាំទៅលេបថ្នាំច្រើនជាប្រភេទជាពិសេសប្រភេទពួកថ្នាំជាតិដែកពេលពួកសារធាតុពណ៌លឿងថ្នាំមានពណ៌លឿងបេរូកាអីអនឡាញនោមកហើយអនឡាញឃើញទឹកនោអនឡាញពណ៌លឿងឯងឬក៏លីមូរបស់យើងពណ៌លឿងគឺដោយសារអីមាន substance នៅក្នុងទាំងអស់ហ្នឹងឯងវា eliminate ចោលមកតាមហ្នឹងចឹងថ្នាំវ៉ា principal បើគេនិយាយអស់ទៅគឺមាន 6 enterohepatic ជាមួយនឹងវ៉ា renal របស់យើងហ្នឹងឯងបងចឹងអាវត្តហ្នឹងវាតាក់ទងជាមួយនឹងពពួក cell bilia ដែលវាស្រូបទៅវិញ 95% ហ្នឹងមែនអូខេហ្នឹងហើយវាមានថាដំណើរការពេលដែល cell bilia មកវាចូលរួមប៉ុន្តែវាត្រូវ absorb ទៅវិញប៉ុន្តែមានថ្នាំខ្លះត្រូវបានបញ្ចេញមានថាវាត្រូវបើនិយាយឲ្យស្រួលស្ដាប់មានថាវាត្រូវចែកជើងគ្នាយល់អាត្រូវបានស្រូបទៅវិញទៅវិញទៅហើយអាមិនស្រូបទៅវិញទេ eliminate ចោលហើយបើមិនត្រូវបានស្រូបមិនត្រូវបានបោះចោលត្រូវបានស្រូបចូលក្នុង circulation សង្ឃានអញ្ចឹងថាវាត្រូវបែងចែកជើងគ្នាតាមតែអញ្ចឹងថ្ងៃហ្នឹងយើងប៉ណ្ណឹងសិនចោះហើយជួបគ្នាមួយបងនៅថ្ងៃស្អែកបន្តទៀតតាក់ទងជាមួយនឹង TG គឺ triglyceride ឬក៏យើងហៅថា triglyceride អញ្ចឹងបាយបងខ្ញុំសួរមួយបងអារបេងដែលវាអត់ត្រូវមួយនេះបងអាហ្នឹងរបេងប្រភេទថ្មីវាអត់ត្រូវមួយថ្នាំសាសហ្មងអាហ្នឹងយើងព្យាបាលមកវិញបើសិនមកបើយើងប្រភេទជំងឺរបេងហ្នឹងវាអត់ត្រូវជាមួយនឹងថ្នាំសាសហ្នឹងទេគេត្រូវធ្វើអង្គទីវីយ៉ូក្រាមមានន័យថាយកអីគេមកឆ្លប់ប្រាប់ឲ្យយើងម្ដងឯងអង្គទីវីយ៉ូក្រាមគឺយកមេរោគទៅបាក់តេរីយកបាក់តេរីឬក៏យកមេរោគហ្នឹងអាបាក់ស៊ីដកុកហ្នឹងទៅបណ្ដោះយកទៅបណ្ដោះហើយទៅធ្វើនៅថ្នាំបណ្ដោះយើងហៅថ្នាំបណ្ដោះគេហៅតែអីគេធ្វើអីគេហើយយើងរៀនដល់គឺយើងរៀនដល់ culture នៅបងទីទៅណៃជួបពាក្យ culty ហើយឬក៏យើងហៅថា culture មានថាគេយកទៅធ្វើយកបាក់តេរីហ្នឹងទៅបណ្ដោះនៅលើថ្នាលបណ្ដោះយើងឲ្យឈ្មោះថា culty គេយកបាក់តេរីហ្នឹងយកដាក់ថ្នាំបណ្ដោះបន្ទាប់មកគេបតក់ថ្នាំអង់ទីវីយ៉ូទិកមួយហើយគេមើល zone គេមើលតំបន់ណាដែលថ្នាំនឹង resistance មិន resistance អញ្ចឹងគេដឹងហើយថាបាក់ស៊ីដេកុងនេះវា resistance ជាមួយនឹងថ្នាំអង់ទីវីយ៉ូទិកនេះប៉ុន្តែវាមិន resistance ជាមួយនឹងថ្នាំអង់ទីវីយ៉ូទិកនេះអាមិន resistance ហ្នឹងមានថាថ្នាំអង់ទីវីយ៉ូទិកហ្នឹងអាចសម្លាប់ទៅលើបាក់តេរីហ្នឹងបានអញ្ចឹងគេធ្វើអង់ទីវីយ៉ូក្រាមប៉ុន្តែគ្រាន់តែអង់ទីវីយ៉ូក្រាមគេចំណាយរយៈពេលយូរណាស់7ទៅដល់14ថ្ងៃបានចេញដល់អញ្ចឹងបានបងប្រាប់ថាពេលដែលយើងមានភាព resistance ជាមួយនឹងថ្នាំណាមួយគឺពិបាកសម្រាប់នៅក្នុងការផ្លាស់ប្ដូរថ្នាំផ្សេងមួយទៀតយល់អត់ពិបាកនៅក្នុងការផ្លាស់ប្ដូរពីព្រោះទម្លាប់តែដឹងតែយើងអាចដូរថ្នាំមកប្រើថ្នាំនេះបានយើងត្រូវចំណាយពេលនៅក្នុងការធ្វើគុលទានៅក្នុងការបណ្ដោះទៅលើបាក់តេរីថាវា resistance វាត្រូវជាមួយនឹងថ្នាំអីហ្នឹងគឺអញ្ចឹងហើយយ៉ាចឹងយល់ណាអូខេអញ្ចឹងបាយគ្នាយើងជួបបងថ្ងៃស្អែកបន្តទៀតបាយបងថារបេងព្យាបាល 6-7 ខែហ្នឹងអាហ្នឹងជាដាច់មិនមែនបងជាតិអត់ប្រកាសទេគេមើលទៅលើអេតាទៀតប៉ុន្តែបើសិនបើជាដាច់គឺនៅជាទូទៅមានថាគេកំណត់គេមាន limit ថាត្រូវព្យាបាល2 គីឡូរយៈពេល6 ខែបើសិនមក6 ខែហ្នឹងនៅតែអត់ដាច់គេអាចបន្តនៅក្នុងការប្រើប្រាស់ថ្នាំបន្តទៀតគេអាចធ្វើអង់ទីវីយ៉ូក្រាមបន្តទៀតគេអាចផ្លាស់ប្ដូរថ្នាំបន្តទៀតនឹងការព្យាបាលនៅតែបន្តទៅមុខរហូត
chẳng ai bạn chỉ tôi tới cái hai ta chừng người được bén cho chừng người kìa không ai dân chừng nào mà như vậy này cứ chưa chừng ngữ chừng người làm rai tao bụi ta làm rai chừng người làm rai ọ làm rai vậy này nhưng mà bạn thì bạn lộ làm trắng bye bye dân chúc bon ngày sai bye bye bon bye bon bye bon ọt cho cục này đó bye bye bon bye bye bye